មួយនេះនឹងមានយកផលបែងមកនេះខ្សែសាក់ដាក់ប្រាំមួយយកមកមានទេមានខ្សែសាក់បើខ្សែសាក់នេះហើយអូនបើកឡានបិទឡានជាប់អាវចាំមើលអូនបើកទីណាបើកបានទេយ៉ាងអូខេជាប់អាវជាប់រោគជំរាបសួរពុកម៉ែពូមីងបងប្អូនទាំងអស់គ្នាចានៅក្នុងផេកទាំងអស់ណានាងខ្ញុំផេកសកលធាតុសិទ្ធសូមគោរពជំរាបសួរចាដល់ថ្នាក់ដឹកនាំដូចជាសម្ដេចពុកសម្ដេចម៉ែព្រមទាំងអស់លោកស្រីចាជំទាវម៉ាក់ចិត្តធរហ៊ុនស៊ីណាតចាព្រមទាំងថ្នាក់ដឹកនាំកម្ពុជារួមទាំងបងប្អូនទាំងអស់គ្នាជនរួមជាតិទាំងអស់គ្នាទូទាំងសកលលោកផងដែរចានាងខ្ញុំដឹងថាប្រហែលថ្ងៃនេះគឺព័ត៌មាននាងខ្ញុំនិងលោកឆុងវិបុលគឺផ្ទុះខ្លាំងមែនទែនអញ្ចឹងនាងខ្ញុំថ្ងៃនេះសូមមកឡាយដើម្បីបកស្រាយបន្តនៅពេលដែលទង្វើរបស់លោកឆុងវិបុលគាត់នៅតែបន្តហើយក៏គាត់មិនបានបញ្ឈប់រាល់សកម្មភាពដែលនាងខ្ញុំសំណូមពរទៅកាន់គាត់បងប្អូនណាចានាងខ្ញុំក៏សូមគោរពអរគុណដល់អតិថិជនអ្នកធ្វើវីសាប៉ាសពតដូចជាលោកឆុងវិបុលខលទៅយ៉ាងណាអីយ៉ាងណាឲ្យអញ្ជើញមកយ៉ាងណាក៏លោកអត់មកដែរចាខ្ញុំមានតែរៀបដៃដកអរគុណដល់ភ្ញៀវរបស់ខ្ញុំខលមកឲ្យកម្លាំងចិត្តនាងខ្ញុំចាទោះជាឆុងវិបុលខលទៅយ៉ាងណាគាត់បានប្រាប់ខ្ញុំចាណាបងប្អូនគ្នាណាចាអរគុណមែនតើចានាងខ្ញុំក៏សូមអរគុណដល់ជំទាវមីងចាចិត្តធរហ៊ុនស៊ីណាតដែលលោកតែងតែមានចិត្តមេត្តាករុណាចំពោះរាស្ត្រចាមិនថាបងប្អូននៅទីណាមានអ្នកម្ដាយចិត្តធរហ៊ុនស៊ីណាតមួយព្រួយដូចជាតឡាការចាគេហៅថាតឡាការផ្នែករស់ដែលលោកបើកចិត្តមេត្តាមើលចាមិនបិទភ្នែកមើលចំពោះរាស្ត្រចំពោះបងប្អូនពលករចាជាពិសេសសូម្បីតែរឿងនេះខ្ញុំផ្ទាល់ក៏លោកអត់បិទភ្នែកដែរគឺលោកតែងតែចាមានការយកចិត្តទុកដាក់ចាឈឺឆ្អាលចំពោះពលករដូចជាការណែនាំល្អមកកាន់នាងខ្ញុំផងដែរចាអញ្ចឹងនាងខ្ញុំសូមចាប់ដើមនិយាយចំពោះពលឆុងវិបុលខ្ញុំចង់ជំរាបលោកថាលោកគួរតែបញ្ចប់រាល់សកម្មភាពរបស់លោកដែលធ្វើចំពោះខ្ញុំលោកត្រូវដឹងថាលោកកំពុងតែបំបត្តិបំបោរពលករខ្ញុំបានចំនួនតែ3នាក់ទេដែលទៅជាមួយលោកណាទី1ទី2លោកមុននឹងយកពលករខ្ញុំទៅលោកគួរតែយល់ដល់ប្រមុខថ្នាក់ដឹកនាំដែលលោកចាខិតខំបំពេញតួនាទីនិងកាតព្វកិច្ចណាជូនដល់រាជចារាជបុត្រសុតកាយជួយ share បងមួយអូនថ្ងៃនេះបងធាសុំចាជួយ share បងធាមួយចារាជបុត្រសុតកាយជួយ share បងធាមួយណាណាខ្ញុំសូមសួរទៅកាន់លោកឆឹងវិបុលរដ្ឋចាស៊ូបងស្រីអរគុណរាជបុត្រសុតកាយអូនអរគុណអូនប្រុសជាទីស្រឡាញ់របស់បងធាចាខ្ញុំមិននឹកស្មានដល់ចាខ្ញុំមិននឹកស្មានដល់ថាឆឹងវិបុលគាត់អាចធ្វើបានគ្រប់យ៉ាងចាអ្នកធ្វើរាប់ឆ្នាំអត់បាននឹងមិនវិញចាអ្នកធ្វើរាប់ឆ្នាំម្នាក់នេះខ្ញុំឃើញ account គាត់គឺតាម comment ឈ្នានេះខ្ញុំរហូតអ្នកម្នាក់ឈ្មោះនេះចាខ្ញុំអត់តបអូនទេណាអូនណាបើសិនជាខ្ញុំធ្វើជាមួយបងរាប់ឆ្នាំខ្ញុំតែធ្វើ passport ចាប់ដើមធ្វើអត់ដល់1ឆ្នាំទេបើចាអញ្ចឹងអូនឆាតចូល page បានអូនណាចាអូនកុំ comment បងឃើញអូនតាម comment រហូតតែបងមើលទៅមាន account ប៉ាត់អត់មានដែរជាភ្ញៀវរបស់ខ្ញុំទេបើចាអញ្ចឹងខ្ញុំអត់និយាយមួយអូនទេខ្ញុំសូមនិយាយអ្វីដែលចេញពីបេះដូងនិងចិត្តរបស់ខ្ញុំចាណាខ្ញុំចង់ជំរាបទៅកាន់ភ្ញៀវខ្ញុំទាំងអស់ដែលធ្វើវីសាជាមួយខ្ញុំចាឆុងវិបុលបងស្ដាប់ហើយបងពិចារណាខ្ញុំធ្លាប់ជួបបងស្រីបងជាមនុស្សល្អអរគុណច្រើនរាជបុត្រសុតកាយអូនអរគុណអូនអរគុណដែលបានជួយ share បងធាទៀតអូនអរគុណជូនពរអូនជួបតែសំណាងល្អបងណាចាអរគុណចាកុំគិតច្រើនបងយកនេះយក9អ្នកសាំងអីនឹងបាននឹងចាអរគុណអូនតែបងសែនហួសចិត្តប្រមុខថ្នាក់ដឹកនាំហ្នឹងលោកឆឹងវិបុលប្រមុខថ្នាក់ដឹកនាំលោកខិតខំណាខិតខំណាដើម្បីឲ្យប្រទេសជាតិមកនេះមានសុខសន្តិភាពប៉ុន្តែលោកយកឈ្មោះថ្នាក់ដឹកនាំយកអំណាចមកគៀបសង្កត់ពលករអ្នកខ្លះក៏ធ្លាក់លឹមលីមកហើយលោកបានឆាតទៅភ្ញៀវខ្ញុំថ្ងៃនេះខលទៅភ្ញៀវខ្ញុំបន្ត
លោកឲ្យសិតតែ 2000 បាតដើម្បីឲ្យមកដាក់ពាក្យបណ្ដឹងខ្ញុំទាំងដែលខ្ញុំធ្លាក់លៀមនេះខ្ញុំសួរលោកស៊ូស៊ូបងចាអរគុណអូនប្រុនក៏គាត់ធ្វើបានមួយខ្ញុំដែរចាណាខ្ញុំសូមជំរាបលោកឆឹងវិបុលនេះគេមិនហៅថាលោកជួយពលករទេគឺលោកកំពុងតែបំផ្លាញពលករបំបាក់មុខរដ្ឋាភិបាលរបស់ព្រះរាជាណាចក្រកម្ពុជាបងប្អូនដឹងអត់បងធាទទួលធ្វើវីសា MOU 2 ឆ្នាំនេះកូនសូមគោរពជំរាបសួរអ្នកម្ដាយហ៊ុនសេនាចិត្តធម៌របស់កូនចាអ្នកម្ដាយកូនស្រីម្នាក់ក្មួយស្រីម្នាក់នេះចាផ្ដាច់ញាចិត្តជួយពលករអស់ពីបេះដូងចាផ្ដាច់ញាចិត្តជួយអស់ពីកម្លាំងកាយចិត្តរបស់កូនកូនឲ្យទាំងពលករបងរំលោះកូនអាណិតពលករដែលធ្វើជាមួយកូនពួកគាត់សិតតែអស់សុពលភាពវីសាពួកគាត់អត់មានសិទ្ធិច្រកកូនបន្តទេអញ្ចឹងកូនម្នាក់នេះជាផ្នែកជាចំមុះចំនួនមុខឲ្យថ្នាក់ដឹកនាំមួយរូបដែរមុនបោះឆ្នោតកូនចោះទៅរកសម្លេងឆ្នោតជាមួយពលករដើម្បីប្រមុខថ្នាក់ដឹកនាំវីសា 2 ឆ្នាំ MOU តម្រូវឲ្យបងប្អូនខ្មែរត្រឡប់ទៅប្រទេសកម្ពុជាវិញដើម្បីរត់រឿងចូលមកសាថ្មីត្រូវប្រើពេលវេលា4 ខែអញ្ចឹងបើគាត់នេះអត់គាត់ត្រូវត្រឡប់ទៅគាត់អត់មានប្រាក់ខែទេខ្ញុំទទួលនេះដើម្បីជួយបន្ទុកបងប្អូនដែលគាត់អត់ចាយម្នាក់មួយជំហានថយម្នាក់មួយជំហានដោះស្រាយពលករគ្មានទីពឹងចាក់អ្នកម្ដាយកូននេះហើយជាអ្នកជួយពលករអ្នកម្ដាយលោកឆឹងវិបុលគាត់អត់សប្បាយចិត្តទេកូនបានដំបងឡាយកូនឲ្យគាត់ធ្វើតែគាត់ធ្វើមិនបានកូនត្រូវចំណាយលុយមកតង់ទៀតដើម្បីរត់រឿងឲ្យពលករបានប៉ិតពេលដែលកូនដើរជាមួយគេបានជួយពលករដែលរងគ្រោះគាត់អត់សប្បាយចិត្តគាត់មកវាយប្រហារកូនថាកូនជាជនឆោបមកហើយជនឆោបមកទាំងដែលកូនជួយពួកអីវីសានេះគេតម្រូវឲ្យទៅប្រទេសខ្មែរពលករអញ្ចឹងពេលដែលកូនរត់រឿងកូនព្យាយាមអត់ប្រាប់ពលករនៅតំបន់ណាទេដើម្បីរត់រឿងបានស្របច្បាប់ហើយគឺយកពួកគាត់ទៅវាយស្របច្បាប់មកទាំងអស់គ្នាទី1ដើម្បីឲ្យគាត់បានប្រាក់ខែប្រចាំខែចាយទី2គឺកូនព្យាយាមជួយដើម្បីឲ្យពលករទាំងអស់ស្របច្បាប់នៅប្រទេសថៃនេះម្ដាយតែគាត់បែរទៅជាពង្វក់ពលករក្មួយពលករកូនគាត់ឆាតអត់ឈប់មិញនេះក៏គាត់ទៅឆាតទៅភៀវកូនដែររហូតដល់គាត់ខ្លាចគាត់ថាបងឯងធ្លាក់លឹមលីសមកហើយប៉ុន្តែគាត់នៅឆាតមកខ្ញុំថាគាត់ឲ្យលុយខ្ញុំចំនួន 2000 ក៏បានដែរអ្នកម្ដាយគាត់បាញ់ឲ្យកូនមើលឆឹងវិបុលលោកឯងអត់ឈប់ជាមួយពលករខ្ញុំលោកឯងឆាតទៅទៀតខ្ញុំជួយពលករឲ្យបានវីសាឲ្យបានស្របច្បាប់ស្រុកគេហេតុអីក៏លោកធ្វើបាបខ្ញុំបំផ្លាញកិត្តិយសខ្ញុំលោកឯងចោទខ្ញុំជាជនឆោបោកទាំងដែលខ្ញុំជួយពលករជួយដល់មុខមាត់ប្រទេសជាតិរបស់ខ្ញុំជាមនុស្សម្នាក់ដែលជាបេះដូងពលករខ្មែរសឹងតែ 80% នៅប្រទេសថៃហេតុអីលោកឯងមកធ្វើបែបនេះចំពោះខ្ញុំហើយខ្ញុំសុំសួរលោកមួយទៀត
đại lộc nom polakaទាំងអស់ដែលគាត់អត់មានគាត់នៅខុសច្បាប់ហើយទៅថតនៅស្ថានទូតខ្ញុំចង់សួរលោកថាលោកគ្រប់ត្រស្ថានទូតគ្រប់ត្រពលករខុសច្បាប់មែនពលករខ្ញុំព្យាយាមឲ្យពួកគាត់ស្របច្បាប់តែលោកបែរជាយកពលករដែលខុសច្បាប់ទៅថតនៅមុខស្ថានទូតបងប្អូនទាំងអស់គ្នាត្រូវយល់ណាវាសារដែលបង្ធាទទួលធ្វើមិនមែននាំពលករយកលុយពលករពីខ្មែរមកថៃទេអត់ទេគឺបង្ធាទទួលយកពលករនៅស្រុកថៃដែលពួកគាត់ដាច់វីសាឲ្យបង្ធាជួយតអ្នកម្ដាយរបស់កូនអ្នកម្ដាយចិត្តធន់ស្ដាប់របស់កូនណាកូនសូមអរគុណណាស់ដែលអ្នកម្ដាយចូលមកមើលកូនឡាយពិតជាមានកិត្តិយសណាស់អ្នកម្ដាយនៅលើលោកនេះសង្គមខ្មែរមួយនេះបើអត់អ្នកម្ដាយទេរាជធម្មតាដូចជាកូនច្បាស់ជាពិបាកតវ៉ានឹងលោកឈឹមវិបុលណាពលករជាច្រើនគាត់ឆាតទៅម្នាក់គឺខ្លាចគាត់គ្រប់គ្នាខ្លាចគ្រប់គ្នាបងអើយតើគេអាចបិទប៉ាសពតប្អូនអត់បងខ្ញុំថាគាត់អត់មានសិទ្ធិបិទប៉ាសពតទេអូនគាត់ឲ្យខ្ញុំទៅស្ថានទូតដាក់ពាក្យបណ្ដឹងបងគាត់ឲ្យថ្លៃឡាន 2000 បងឯងធ្វើបែបហ្នឹងដើម្បីអីទាំងដែលពលករខ្ញុំរត់រឿងឲ្យគាត់ខ្ញុំអត់ដែលប្រាប់តមើលថាគាត់នៅកន្លែងណាទេដើម្បីជៀសវាងការមានការចាប់បញ្ជូនព្រោះឯគាត់នៅបន្តដើម្បីធ្វើការយកលុយចិញ្ចឹមគ្រួសារគាត់នៅឯស្រុកវាខ្លះជាពាក់ធនាគារណាហើយពេលខ្លះទៀតសោតខ្ញុំបានឲ្យគាត់បង់រំលោះមួយខែ 2000 បាតក៏មានណាគាត់ឡងឃើញត្រូវគ្នាសោះហេតុអីក៏មកឆ្លោះគ្នាអ្នកម្ដាយកូនអត់បានឆ្លោះជាមួយគាត់ទេទី1គឺគាត់ធ្វើប៉ាសពតឲ្យកូនអត់បានគាត់ប្លុក Telegram កូនចោលអស់ក្នុងគ្រប់ប៉ាសពតអញ្ចឹងកូនក៏ចាប់ផ្ដើមធ្វើជាមួយដៃគូផ្សេងរួចរាល់ហើយណាអ្នកម្ដាយគាត់ឃើញកូនជោគជ័យក្នុងវិថីមួយនេះពលករគ្រប់ត្រកូនច្រើនគាត់បែរជាបង្វែរសាច់រឿងគាត់បែរជាទៅញុះញង់ពលករហើយសកម្មជនទាំងអស់អ្នកម្ដាយថ្ងៃនេះអ្នកម្ដាយចូលមើលកូនសូមនិយាយខ្ញុំក៏ជាសកម្មជនរបស់គណៈបកប្រជាជនមួយនៅប្រទេសថៃសកម្មជនគណៈបកប្រជាជនទាំងអស់ទុកសម្រាប់វាយប្រហារតែបកប្រឆាំងទេតែលោកឈឹមវិបុលប្រើដៃសកម្មជនទាំងអស់មកវាយប្រហារគ្នាឯងឲ្យសកម្មជនទាំងអស់ចេញវីដេអូសិតតែមិនមែនជាអតិថិជនរបស់ក្មួយមិនមែនជាអតិថិជនរបស់កូនមានតែ3នាក់គាត់ក្នុងចំណោមទាំងអស់ដែលជាអតិថិជនរបស់កូនអ្នកម្ដាយហើយឥឡូវនេះគាត់កំពុងតែព្យាយាមអូសទាញភ្ញៀវរបស់កូនតទៅទៀតគាត់នៅតែខលអត់ឈប់មិញនេះគឺគាត់ខកភ្ញៀវកូនតែមកបងអើយមិនអើយបងស្រីខ្ញុំអូសចូលមួយទីខ្ញុំសូមនិយាយបាត់អីបងស្រីអូខ្ញុំអាហ្នឹងគេអូមិនដូចបត់អូនបងធីអត់ចេះអូណាអូនមើលគេអូធ្វើមិនអូនណាគេអូធ្វើមិនអូនអាហ្នឹងគេអូធ្វើមិនអូនរីបត់អូនអូសញ្ញាមួយណាអូនបត់អូនអានេះដឹងអីអូអានេះបត់ដែរមើលបងអូនឯងមើលអូនវាយនេះជាបត់មែនអូនបងវាយសិតអូនមើលបងវាយthânអូនបងវាយthânបងវាយthânអូនរីជាបត់ខ្ញុំជួយពលករដែលបិទចិត្តបេះដូងមកខ្ញុំរីបត់បងបញ្ជូនបងដឹងថាអូនអីដឹងថាអត់បត់អូនឯងមើលអូនឥឡូវនេះបត់អូនសួរបងសុខសប្បាយអត់សួរអូនអរគុណអូនបាទឲ្យកម្លាំងចិត្តបងអូនបាទឥឡូវខ្ញុំសូមមកខ្លីៗព្រោះខ្ញុំអត់ចង់ឲ្យខាត់ពេលបងតែខ្ញុំសូមបញ្ជាក់ថាបើសិនជាបងស្រីគាត់ជាមនុស្សមិនល្អតែទាំងអស់គ្នាដឹងអត់នៅពេលដែលខ្ញុំនៅក្បែរនរណាម្នាក់អារម្មណ៍និងចង្វាក់បេះដូងវាតែងតែបង្ហាញឲ្យខ្ញុំដឹងថាបងសលេងឡៃណាអូនអត់សូវលឺសលេងទេបត់អូនបងធីអីបង
lư ta fan lư ấy bông chăm plan lư ấy bông ចា ចង់និយាយថាបើសិនជាបងធាគាត់មិនមែនជាមនុស្សល្អខ្ញុំនៅពេលដែលខ្ញុំទៅក្បែរអ្នកណាម្នាក់គឺខ្ញុំតែងតែមានអារម្មណ៍មួយថាម្នាក់ហ្នឹងគឺជាបុគ្គលមិនល្អតែសម្រាប់ខ្ញុំជួបបងធាបាន3ដងគឺខ្ញុំមិនដែលមានបញ្ហាជួយបងធាទេហើយបងធាមិនដែលចង់បានលុយបានកាក់ពីខ្ញុំសូម្បីតែ1រៀលនេះខ្ញុំនៅអាមេរិកផងបើគាត់ចង់បោកបើគាត់ចង់បានលុយខ្ញុំមិនគាត់បោកយកលុយខ្ញុំបាត់ហើយមិនមែនគាត់ជួយម្ដាយខ្ញុំទៅស្អាតជួយគាត់អូននិយាយថាចាំប្តីចាំប្រពន្ធទឹកចិត្តគាត់ល្អណាស់គាត់ចង់បានសូម្បីតែមកកាក់មួយសេនទេពេលខ្លះខ្ញុំខ្លាចចិត្តគាត់វិញណាខ្ញុំចង់ឲ្យលុយគាត់លើសហ្នឹងទៀតប៉ុន្តែគាត់អត់យកទេអ្នកទាំងអស់គ្នា ចាខ្ញុំអត់យកមែនខ្ញុំនិយាយការពិតបងប្អូនអ្នកគ្នាអានេះគឺជាអារម្មណ៍ពិតរបស់ខ្ញុំបងយំនេះបងមិនមែនថាបងខ្លាចខំវិបុលបើខ្លាចទេអូនតែបងតូចចិត្តហេតុអីទាំងវើល្អដែលបងជួយពលករបែរជាគាត់ចង់មកបិទផ្លូវបងគាត់បែរជាបងវ៉ែណានណាអូន ហើយរឿងបងធាដែលគាត់ទៅចាប់ផ្ដើមធ្វើប៉ាសពតនេះខ្ញុំទៅចាប់អារម្មណ៍នៅពេលដែលឆ្នាំ2024ខែ4ពេលខ្ញុំទៅស្រុកថៃម្ដងទៀតទៅជូនម្ដាយខ្ញុំទៅពេទ្យលើកទី2ទី3ហ្នឹងណាទៅបងទៅដឹងថាអូបងធាគាត់ចាប់ផ្ដើមធ្វើប៉ាសពតគឺដើរបានមួយឆ្នាំទេគឺគាត់បានធ្វើច្រើនដោយអ្វីដែលគេចោទប្រកាន់គាត់ទេហើយរឿងដែលគេផ្សាយថាគាត់បោកគេពីមុនអីគឺខ្ញុំអត់ដឹងទេព្រោះខ្ញុំអត់ពាក់ព័ន្ធតែអ្វីដែលខ្ញុំ គាត់ថាតាមមើលប្រហែលថ្ងៃហើយហេតុអីស្ថានទូតអត់ក៏ហៅទៅសួរដល់ស្រីដើម្បីសម្រួលគ្នាកូនអត់យល់អ្នកម្ដាយអត់មានការកោហៅលេងថោកូនយកថាចោតកូនមកសញ្ញាជន់ឆោបោកកិត្តិយសកូនអ្នកម្ដាយដល់ថ្នាក់គាត់ធ្វើប៉ុណ្ណឹងឡើងផ្អើលហើយនៅតែពលករគាត់អត់ជឿតែមួយចំនួនគាត់មានការភ័យខ្លាចលោកឈឹមវិបុលយ៉ាងខ្លាំងព្រោះលោកឈឹមវិបុលគម្រាមខ្លាចគេឈឹមវិបុលទៅបិទប៉ាសពតគេបាទឥឡូវខ្ញុំសូមសរុបសេចក្តីចុងក្រោយដល់ឲ្យបងប្អូនពលករបើសិនជាបងធាគាត់មិនមែនជាមនុស្សល្អមែនអ្នកទាំងអស់គ្នាអាចផ្ញើផតតាមខ្ញុំបានខ្ញុំគឺជាមនុស្សដែលនៅកណ្ដាលប៉ុន្តែអ្វីដែលខ្ញុំជួបបងធាកន្លងមកគាត់ជាមនុស្សល្អសម្រាប់ខ្ញុំហើយខ្ញុំមិនទាន់ឃើញពីចំណុចអាក្រក់ឬក៏ចំណុចដែលគាត់កេងប្រវ័ញ្ចលើពលករណាមួយឡើយទើបតែឃើញលោកប្រធានឈឹមវិបុលនៅខាងប្រទេសថៃគាត់ផុសទេអ្នកទាំងអស់គ្នាត្រូវចាំថាផ្ទះដៃមួយជាងវាអត់លឺរឿងខ្លះអ្នកទាំងអស់គ្នាត្រូវស្ដាប់ទាំងសងខាងសិនអញ្ចឹងខ្ញុំមកនេះខ្ញុំអត់កាន់ជើងបងធាទេខ្ញុំគ្រាន់តែនិយាយពីបទពិសោធន៍ដែលខ្ញុំធ្លាប់ជួបប្តីប្រពន្ធបងធាគាត់ពិតជាមនុស្សល្អពិតប្រកបក្នុងចិត្តខ្ញុំអញ្ចឹងខ្ញុំសូមជូនពរបងធាគាត់នឹងរួចផុតពីរឿងមិនល្អអ្នកដែលតាមព្យាបាទគាត់ឲ្យឆាប់នេះគាត់ជួបតែសំណាងល្អនិងអំពើល្អខ្ញុំជឿថាអំពើល្អនឹងថែរក្សាមនុស្សល្អហ្នឹងហើយអរគុណបងសុខសប្បាយស៊ូបងកុំយំអរគុណចាអូនម្លាញ់អរគុណអូនបងអូនបងប្អូនលឺអីអត់បត់ចូលមកមិញខ្ញុំអត់សូវលឺស្រេចអត់បត់និយាយទេបងប្អូនព្រោះខ្ញុំអត់ធ្លាប់ទាញអញ្ចឹងបងប្អូនអរគ្នាជិះឡានតាណាបងជិះឡានមកពីក្រៅមិញមកជួបបងម្នាក់មកជួបបងដែលគាត់ជាបងរាប់អានគ្នាអូនអាណិតជាធាអូនពលករគាត់ឆាតមកបងគាត់ខលមកបងឲ្យកម្លាំងចិត្តបងគាត់ថាបងស៊ូបងប្រាប់ថាបងនឹងស៊ូប៉ុន្តែមិញនេះពលករឆាតថាគាត់ខលតែគេ20នាទីម្នាក់20នាទីម្នាក់20នាទីឲ្យតែខ្ញុំផុសរូបអ្នកណាចូលខមមិនអាខោតខ្ញុំគឺគាត់ឆាតតែគេទាំងអស់ចឹងខ្ញុំសូមឲ្យប្រមុខថ្នាក់ដឹកនាំជួយមើលទៅលើទង្វើបុគ្គលឈឹមវិបុលម្នាក់នេះខ្ញុំជាសកម្មជនម្នាក់របស់ថ្នាក់ដឹកនាំប្រទេសជាតិរបស់ខ្ញុំមិនត្រូវការឲ្យបងឯងមកបំផ្លាញមុខមាត់ប្រទេសជាតិរបស់ខ្ញុំមកធ្វើជួសធ្វើកោពលករអត់ហ៊ានកម្រើកទេពេលដែលបងឯងឆាតទៅគេបងឯងអាងអំណាចមុខមាត់ធ្វើការនៅទូតបងឯងអត់យកមុខមាត់នឹងមកជួយពលករទេបែរជាបងឯងមកជន់ពលិចខ្ញុំទៅវិញហើយខ្ញុំចង់ប្រាប់បងប្អូនទាំងអស់គ្នាខ្ញុំសួរបងប្អូនខ្ញុំសួរច្បាប់ទៅឈឹមវិបុលមុននឹងឲ្យគ្នាលោកឯងនឹងពលករទៅថតឡាយមកទូតណាចាឯងទៅបើទូបាក់អាប់បត់ថាពិបាលមកលើការច្បាប់ហើយខ្ញុំសួរទៀតលោកឯងធ្វើនឹងលោកឯងគ្រប់គ្រងខ្ញុំសួរថាច្បាប់តមកគេឲ្យយើងនៅទេសម្រាប់បុគ្គលដែលដាច់វីសានៅប្រទេសថៃខ្ញុំជាមនុស្សម្
នាំរបស់ខ្ញុំដើម្បីប្រជាពលករខ្មែររបស់ខ្ញុំនៅស្របច្បាប់តែខ្ញុំខកដែរមែនលោកខ្ញុំវិបុលតែខ្ញុំខកដែរមែនសូម្បីតែពលករខ្ញុំដែលធ្លាក់លឹមលីសមកហើយខ្ញុំផុសភ្ញៀវខ្ញុំក៏មិនថាបងទៅអប់រំថ្ងៃណារឿងនេះបើតាមមើលវាទំនាស់ផលប្រយោជន៍ហើយនេះក្នុងចិត្តគិតតែអ្នកម្ដាយកូនអត់មានទំនាស់មួយគាត់ទេតែគាត់ព្យាយាមតាមកូនអត់ឈប់ក៏ដល់មកកូនឲ្យការងារតែឲ្យគាត់តែគាត់ដល់រឿងអត់បានទេអ្នកម្ដាយបងប្អូនរត់រឿងមួយគាត់មួយឆ្នាំជាង2ឆ្នាំអត់បានទេអញ្ចឹងកូនកន្លងមកកូនបាននិយាយមួយគាត់ថាបងបើសិនជាបងចង់ឲ្យប្អូនរស់ស៊ីជាមួយបងដើររឿង MOU ឲ្យត្រូវប្អូននឹងដាក់ជាមួយបងតែបើសិនជាបងដាក់អញ្ចឹងមួយឆ្នាំជាងប្អូនអត់យកកិត្តិយសមកមាត់បងប្អូនទៅធ្វើជាមួយបងទេពីព្រោះអីពលករក៏រកលុយពិបាកណាស់ចាគាត់ធ្វើអត់បានឲ្យទេអ្នកម្ដាយមួយឆ្នាំ4ខែអ្នកដែលស្គាល់គ្នាម្នាក់សិតតែ$5,000-6,000គាត់ធ្វើអត់បានឲ្យគេអ្នកខ្លះលុតជង្គង់បងគាត់ក៏គាត់មិនឲ្យដែរត្រូវរឿងទៅដល់ថ្នាក់ដឹកនាំដោះស្រាយភាសា2សា3សាលោកឈឹមវិបុលលោកឯងធ្វើលោកឯងត្រូវគិតថាបើមានពលករតែផ្ដាំខ្ញុំលោកធ្វើខ្ញុំចោលតែតាមច្បាប់តែនេះគឺអត់ឲ្យលោកបែរជាមកទាញលោកបង្កើតជាបាក់ពួកខ្ញុំយល់សម្រាប់វាយប្រហារពួកអ្នកដែលគាត់ប្រឆាំងនឹងថ្នាក់ដឹកនាំខ្ញុំអត់ថាអីទេតែយកលោកយកបាក់ពួករបស់លោកមកវាយប្រហារខ្ញុំជាសកម្មជនគណៈបកប្រជាជនដែរតែត្រូវអត់ហើយខ្ញុំធ្វើឲ្យពលករបានពិតប្រាកដ 100% ចុះទៅទាំង100នាក់សកម្មភាពរបស់ខ្ញុំគឺបងប្អូនក៏ឃើញផ្ទាល់ហើយណាខ្ញុំអតីតណាពលករដែលអត់អ្នកខ្លះទៀតបងធីអើយអូនអត់ទេណាអូនដាច់ការងារអត់មានការងារទេបងអើយខ្ញុំវេឲ្យទៅម្ដង1000 បាត 2000 បាតដើម្បីជួយខ្ញុំមិនអ្នកមានទេប៉ុន្តែខ្ញុំអាណិតខ្ញុំធ្លាប់អត់ខ្ញុំធ្លាប់ពិបាកតែខ្ញុំយល់ខូចមែនហ្នឹងចាអូនជួយ share ម្នាក់មួយបងប្អូនជួយ share ម្នាក់មួយខ្ញុំប្រាប់គាត់ហើយប្រាប់ទៀតកន្លងមកគាត់ធ្វើឲ្យគេអត់បានទូរស័ព្ទទេទៅក៏មិនលើកតាក់ទងក៏មិនបានឲ្យខ្ញុំធ្វើយ៉ាងម៉េចខ្ញុំមិនត្រូវរកកន្លែងណាដែលធ្វើឲ្យលឿនមួយឆ្នាំពលករចាំអត់បានគេផុសរូបមកយើងមិនខូចកិត្តិយសព្រោះខ្ញុំធ្វើការនៅនេះ20ជាងឆ្នាំហើយខ្ញុំត្រូវការភាពច្បាស់លាស់ព្រោះអីគាត់ធ្វើការហាក្តៅហាថ្ងៃអ្នកខ្លះធ្វើការសំណងសងសំណាងនឹងគ្រោះថ្នាក់ណាចាប៉ុន្តែអត់ទេឲ្យសម្ដេចជួយមើលផងអ្នកម្ដាយក៏ជាភ្នែកជាច្រមុះមួយហើយបងប្អូននិងហ្វេនទាំងអស់គ្នាអ្នកម្ដាយរាល់ថ្ងៃនេះបើអត់មានអ្នកម្ដាយជាទេវតាភ្នែកទឹកសម្រាប់មើលប្រជាពលរដ្ឋទេមិនដឹងជាមន្ត្រីនៅថ្នាក់ក្រោមយ៉ាងម៉េចទេបងប្អូនអរគ្នាខ្ញុំប្រាប់គឺមន្ត្រីមួយចំនួនយកមុខថ្នាក់ដឹកនាំមកអាងអំណាចឲ្យពលករខ្លាចអត់ហ៊ានកម្រើកទោះបីជាធ្វើ2ឆ្នាំឲ្យគេអត់បានគេគ្រាន់តែផុសរូបកូនចៅក៏ឈឹមវិបុលធ្វើបាបគេបានដែរហើយឥឡូវឈឹមវិបុលមកតាមធ្វើស៊ីខ្ញុំទាំងដែលខ្ញុំធ្វើដោយសមត្ថភាពខ្ញុំចាប់ដៃគូគ្រប់យ៉ាងពេលដែលខ្ញុំរត់រឿងទៅស្រុកខ្មែរក៏លុយបានចូលទៅរត់ខ្មែររបស់ខ្ញុំដែរចាណាបានទាំងថៃបានទាំងខ្មែរហើយខ្ញុំជួយពលករខ្មែររបស់ខ្ញុំឲ្យបានពិតណាហើយអ្នកដែលផុសខ្ញុំទាំងបាម៉ានបើជាពលករខ្ញុំអត់នេះទេណាខ្ញុំមិនថាទេតែជាសកម្មជនដែលលោកទុកវាយគណៈបកប្រឆាំងហេតុអីលោកយកមកវាយគណៈវាយសកម្មជនគណៈបកប្រជាជនដូចគ្នាហាចុះរឿងនេះបានរាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងដែលទេនៅអ្នកម្ដាយកូនអត់មានខ្នងកូនអត់មានខ្សែទេកូនសង្ឃឹមលើអ្នកម្ដាយជួយកូនអត់មានខ្សែមានអីទៅតាក់ទងទៅក្រសួងទេអ្នកម្ដាយកូនមានតែម្រាមដៃ10ដើម្បីលុបបំបត្តិមន្ត្រីឈឹមវិបុលម្នាក់នេះកុំឲ្យធ្វើព្យុះធ្វើផ្គ
ធ្វើភ្លៀងពលករខ្លាចគាត់ណាស់ហើយថ្ងៃនេះទៀតសោតកូនគិតថាគាត់បញ្ឈប់សកម្មភាពហ្នឹងហើយប៉ុន្តែឥឡូវនេះបែរជាគាត់មកគៀងកពលករកូនបន្តនៅតែបន្តសកម្មភាពគាត់ព្យាយាមថាធ្វើមិនក៏ដោយឲ្យតែមានពលករមកប្តឹងកូនឲ្យច្រើនពលករគេមិនមកគាត់ជួលលុយគេទៀតបងឯងមិនធ្វើអញ្ចឹងបងឈឹមវិបុលហ៎បងឯងមិនធ្វើអញ្ចឹងមូលហេតុអីបានបងធ្វើអញ្ចឹងហ៎មូលហេតុអីបងមិនអាណិតដល់ថ្នាក់ដឹកនាំហេតុអីលោកហ៎ខ្ញុំកន្លងមកខ្ញុំរកសម្លេងឆ្នោតដល់ពេលមុតបោះឆ្នោតពលករគាត់តែឃើញខ្ញុំទៅគឺគាត់ពេញចិត្តខ្ញុំគាត់ស្រឡាញ់បងធាជាអាយដល់ខ្ញុំបើសិនជាមិនបងខ្ញុំអត់ចូលទេបងខ្ញុំស្រឡាញ់ណាបងឯងគួរតែទុកណាមុខមាត់មួយសម្រាប់ប្រទេសជាតិនៅទឹកដីនេះមិនមែនតែផលប្រយោជន៍អត់បានផលប្រយោជន៍ចូលកប៉ៅលោកឯងបែរជាបង្វែររឿងទៅជាខ្ញុំជាជនឆោបោកទេកិត្តិយសរបស់ខ្ញុំខំសាងណាលោកខ្ញុំខំសាងណាហេតុអីក៏លោកបំផ្លាញខ្ញុំដោយវិធីរបៀបនេះខ្ញុំសួរលោកឥឡូវលោកហ៊ានអត់ហ៊ានប្រកាសអត់ឲ្យក្រសួងចេញប្រកាសថាឈឹមវិបុលធ្វើបាបពលករមួយអ្នកខ្លះកន្លងមកដែលរងគ្រោះដោយឈឹមអំបិលហើយឲ្យពលករប្រកាសថាមានពលករណាដែលរងគ្រោះដោយសារខ្ញុំអត់ណាខ្ញុំសុំឲ្យថ្នាក់ដឹកនាំប្រកាសអញ្ចឹងមកចាខ្ញុំសុំឲ្យថ្នាក់ដឹកនាំប្រកាសរកបុគ្គលឈឹមវិបុលនេះកន្លងមកធ្លាប់ធ្វើបាបពលករនៅទីនេះបែបមិនខ្លាំងតែគេធ្វើមិនបានហើយឈឹមវិបុលអាងអំណាចជួលប៉ូលីសទៅធ្វើបាបគេចាប់គេប៉ូលីសគេចេញទៅស្រុកខ្មែរឥឡូវឈឹមវិបុលកំពុងតែរកវិធីដើម្បីឲ្យខ្ញុំអស់សិទ្ធិអស់អំណាចនៅទឹកដីថៃដែលខ្ញុំរស់នៅ20ជាងឆ្នាំនេះឈឹមវិបុលប្រកាសមកសមុខសញ្ញាគាត់បោកប្រាស់ថាអ្នកច្រើនណាស់ account ដែលកំបិនឈឹមវិបុលសិតតែកូនចៅឈឹមវិបុលទាំងអស់មិនមែនជាអតិថិជនរបស់ខ្ញុំហេតុអីបានលោកឈឹមវិបុលធ្វើអញ្ចឹងហេតុអីបានលោកឈឹមវិបុលធ្វើអញ្ចឹងហេតុអីមិនប្រើសកម្មជនសម្រាប់វាយប្រហារបុគ្គលដែលល្មើសគុណដល់ថ្នាក់ដឹកនាំហេតុអីបានជាវាយប្រហារនាងខ្ញុំទាំងដែលនាងខ្ញុំជួយពលករហើយនាងខ្ញុំសុំសួរមួយទៀតបងប្អូនទាំងអស់គ្នាខ្ញុំចង់សួរទៅកាន់បងឈឹមវិបុលពលករដែលគាត់ដាច់វីសានៅប្រទេសថៃលោកគៀងកោទាំងដែលនាងខ្ញុំណាជួយពួកគាត់ឲ្យស្របច្បាប់មានតែការខ្ញុំលាក់បាំងកុំឲ្យដឹងថាពលករនៅទីណាពេលប៉ូលីសចាប់តមកចាប់ខ្ញុំខលខៀមួយប៉ូលីសថាខ្ញុំកំពុងតែរត់រឿងឲ្យគាត់ខ្ញុំជួយដំណោះស្រាយជូនពលករប៉ុណ្ណឹងកន្លែងណាដែលពលករមានបញ្ហាថៅកែមិនបើកលុយឲ្យខ្ញុំចុះទៅជួបផ្ទាល់ទៀតហេតុអីក៏លោកឯងមកបំផ្លាញបុគ្គលដោយខ្ញុំហេតុអីហើយមួយទៀតវីសាគេតម្រូវឲ្យពលករចុះទៅខ្មែរ4ខែ5ខែពេលខ្លះអ្នកខ្លះរត់រឿង7ខែអត់ទាន់បានមកវិញទេចុះ7ខែលោកគិតមើលតែកម្មករគាត់ញ៉ាំអីគ្រួសារគាត់ត្រូវជាពាក់បំណុលធនាគារណាអ្នកខ្លះគឺត្រូវជាពាក់បំណុលធនាគារផ្ញើទៅថ្លៃញ៉ាំថ្លៃចុកទៅគាត់តែរកវិធីឃើញខ្ញុំមួយណាដែលជួយទៅបានពលករបានទៅទាំងវងលោកអត់សប្បាយអនឹងការខ្ញុំជួយគាត់ទេលោកបែរទៅជាគៀងកោលោកបែរជាមកឆាតមកភ្ញៀវរបស់ខ្ញុំឲ្យមកដាក់ពាក្យបណ្ដឹងទោះជាភ្ញៀវខ្ញុំមិនទៅក៏លោកឲ្យថ្លៃឡានទៅទៀតភ្ញៀវខ្ញុំមកទៅទៀតណាភ្ញៀវខ្ញុំមកទៅទៀតឥឡូវលោកហ៊ានប្រកាសមួយខ្ញុំអត់ហើយលោកយកពលករខ្ញុំប្រមាណអ្នកដែលនៅខុសច្បាប់ហូរទឹកភ្នែកឲ្យមនុស្សអញ្ចឹងស៊ូបងអត់ហូរទឹកភ្នែកដើម្បីគាត់ទេគឺបងតូចចិត្តហេតុអីគាត់ជន់បងមិនលែងហេតុបីគាត់បំពេញច្បាប់អូនបើសិនជាមានការពាក្យបណ្ដឹងគាត់ត្រូវមានការកោះហៅបងទៅបំភ្លឺតែនេះគឺអត់មានទាំងអស់
គឺគាត់ផុសយកបដ ாய் ផុសជាសាធារណៈទាំងដែលប្រវត្តិខ្លួនឯងធ្វើបាបពលករបោកពលករខ្ញុំមកជួយពលករបានលោកឯងមិនសប្បាយចិត្តហ៎លោកឯងមិនសប្បាយចិត្តមែនហ៎ហេតុអីលោកឯងមិនអាណិតអ្នកដែលគ្នារងគ្រោះលុយលោកឯងយកទៅដាច់លោកឯងធ្វើអត់បានឲ្យគេទេកន្លងមកណាខ្ញុំអត់បានជះទឹកទៅលោកឯងទេតែនេះគឺលោកមកប៉ះពាល់ខ្ញុំចាណាមួយទៀតលោកយកពលករទៅលោកអះអាងថាទោះជាអត់វីសាក៏ដោយអត់ប៉ាសពតក៏ដោយមកលោកឯងអ្នកការពារលោកឯងជាមន្ត្រីលោកឯងស្ម័គ្រចិត្តលោកឯងការពារពលករខុសច្បាប់បានមែនខ្ញុំសួរសិនចាស់បើសិនជាតមកចុះមកត្រូវចាប់ពួកគាត់ដែលខុសច្បាប់នឹងបញ្ជូនទៅស្រុកខ្មែរតើលោកមានការធានាខុសត្រូវចំពោះពួកគាត់ដែរអត់អញ្ចឹងបើសិនជាមនុស្សខុសច្បាប់ខ្ញុំជួយឲ្យលោកបែរទៅជាមកប្រឆាំងលោកបែរជាបំបោអ្នកដែលអត់ទាន់មានស្របច្បាប់ទាំងអស់ទៅមកប្តឹងខ្ញុំសួរថាលោកឯងសហការជាមួយតមកមែនហ៎លោកឯងគ្រប់គ្រងពលករខុសច្បាប់មែនខ្ញុំសូមសួរបងឯងកន្លែងហ្នឹងបងឈឹមវិបុលណាខ្ញុំជួយថ្នាក់ដឹកនាំជួយបែបម៉េចជួយពលករខ្មែរខ្ញុំដែលគាត់នៅខុសច្បាប់ដែលវីសាដាច់ឲ្យស្របច្បាប់ស្រុកគេនេះគឺជាមុខមាត់របស់ខ្ញុំមួយទៅណាមកណាគឺកម្មករអោបខ្ញុំថើបខ្ញុំចុះទៅម្ដងមានតែពលករស្រឡាញ់ខ្ញុំគ្រប់គ្នាលោកអត់សប្បាយចិត្តចាចិត្តតិចបងមានដំណោះស្រាយតាំងសតិបងធាកុំយំអូនអើយបងធាប្រាប់អូនត្រង់ពេលដែលខ្ញុំឃើញអ្នកម្ដាយចូលខមមិនបងសប្បាយចិត្តហើយបងមានអារម្មណ៍ថាបងមានកិត្តិយសដែលអ្នកម្ដាយគាត់អត់បោះបង់សូម្បីតែប្រជាពលករនៅស្រុកថៃក៏អ្នកម្ដាយអត់បិទភ្នែកដែរចាលោកតែងតែយកចិត្តទុកដាក់ទោះជាសម្ដេចគាត់រវល់ណាស់កិច្ចការប្រទេសជាតិគឺច្រើនលោកមើលមិនអស់ទេណាខ្ញុំចង់ប្រាប់ទៅថាអានេះខ្ញុំមានអារម្មណ៍ថាបងប្អូនអរគ្នាយុត្តិធម៌អំពើល្អនឹងជួយមនុស្សល្អបងស្រីអូណាអតិថិជនភ្ញៀវបងនេះអូនឯងសួរអូនប្រុននេះគេសិតធ្វើបានទាំងអស់ខ្ញុំជូនទៅនេះអូនប្រុននេះគាត់មានលុយគាត់ត្រូវគេបោក4ដងអូនប្រុននេះភីប្រុននេះគាត់ថាបងធាឲ្យបងអូនសច្ចាថាបើអូនຕົកចិត្តបងបើសិនជាធ្វើមួយបងម្នាក់ទៀតអត់បានមកជាតិនេះអូនឈប់ធ្វើប៉ាសពតឲ្យគាត់បានណាគាត់យំអ្នកសួរពីប្រុនគាត់ឃើញវីសាធ្លាក់មកគាត់យំហ្មងចា2ឆ្នាំយូរមែនតែបងបើ1ឆ្នាំបានលឿនស៊ូបងខ្ញុំជឿផ្លូវដោះស្រាយចេញយ៉ាងល្អខ្ញុំមកពេលខ្លះខ្ញុំអត់ចង់ហាយទ្រូងឲ្យក្អែកចឹកទេព្រោះឯងជ្រកនៅក្រោមដំបូលសន្តិភាពតែមួយបងប្អូនណាចាប៉ុន្តែគាត់នៅតែខំខ្ញុំអត់លែងគាត់ខំខ្ញុំអត់លែងចាកន្លែងណាចាដែលនាងខ្ញុំធ្វើមិនបានហេតុអីក៏លោកមិនអញ្ជើញខ្ញុំទៅចាម្នាក់មួយដែលវេលុយមកខ្ញុំ 25,000 គាត់ដាក់កូនគាត់តាមចឹងត្រូវឲ្យយកប៉ាសពតនិងរូបកូនមកភ្ជាប់អត់ព្រមផ្ញើមកឲ្យខ្ញុំហើយបែរជាទៅញុះញង់ទេទៅលោកឈឹមវិបុលញុះញង់ឲ្យទៅប្តឹងខ្ញុំចាឈឹមវិបុលពេលនេះគឺគាត់ក្តៅកកគាត់កំពុងតែព្យាយាមដោយសារតែគាត់ស្គាល់មន្ត្រីស្គាល់ប៉ូលីសនៅប្រទេសថៃគាត់ចង់ឲ្យខ្ញុំនេះអស់សិទ្ធគាត់ចង់ឲ្យខ្ញុំទៅជាបាត់អីបែបព្រមតន់ទាំងដែលខ្ញុំជួយពលករឈឹមវិបុលត្រូវយល់ណាចានេះបងលីណូលីទីននេះធ្វើជាមួយខ្ញុំអស់ឡើង6-7,000 ដុល្លារសួរគាត់មើល
បើគិតជាលុយដុល្លារបានគាត់ធ្វើមកខ្ញុំបានអត់គាត់ធ្វើមកខ្ញុំបានអត់គាត់ធ្វើបានទាំងអស់គ្នាណាបងណាហេតុអីបានបងភ្ញៀវខ្ញុំធ្លាក់តលឹមលីមកទៀតបងឯងទេតែប្អូនខ្ញុំទេតែគ្នាថាបងអើយខ្ញុំភ័យណាស់គាត់ម្នាក់នឹងទេមកខ្ញុំផ្ទាល់ហ្មងបងចុះមិនគាត់មាន Facebook គាត់ឯងខ្ញុំអត់ដឹងទេបងចឹងខ្ញុំគិតថាអូណាមុននឹងខ្ញុំអាចសម្លេងភ្ញៀវខ្ញុំអាចឲ្យបន្ថឹកអត់ទៅដោយសារតែទូរស័ព្ទខ្ញុំហ្នឹងឯងបងប្អូនmemory វាបាញ់អញ្ចឹងខ្ញុំសួរលោកធំវិបុលវិញបននៅក្បែរបងកុំយំបងយំបងតូចចិត្តអូនបងតូចចិត្តទៅហេតុអីអំពើល្អបងណាត្រូវគេយកមករៀបពណ៌អូនយល់អារម្មណ៍មួយហ្នឹងហ៎អូនយល់អារម្មណ៍ថាហេតុអីបានមនុស្សល្អជួយពលករអ្នកទុនខ្សោយអូនឯងមកមើលកម្មករសំណងបានអូនដឹងគាត់នៅបន្ទប់សង្កសីក្តៅណាអូនគាត់ធ្វើការមួយថ្ងៃបានតែ300ជាងឯអូនហើយបងធាត្រូវទៅបោកពលករមែនបើបងធាបោកពលករបងធាដើរធ្វើបុណ្យទៅអីអូនមិនបាច់ដើរធ្វើបុណ្យទេណាអូនណាបងធាមិនបាច់កាន់ជើងធូបទេអូនអត់បានបុណ្យទេណាអូនតែអីខ្ញុំកំពុងអាឡាយអូនអត់មានមើលឃើញខ្ញុំឡាយទេនៅចេពងឡាយអូនមើលអត់ឃើញចេឡាយអីចេឡាយផេកកណ្ដាលជួយទៅ share ផេកគេទីមួយមិនខត់មកនេះគេចែតែមើលនៅទូរស័ព្ទចែគ្រីនតុកពេលហ្នឹងអញ្ចឹងហ្នឹងហើយខ្ញុំវេឈ្មោះចូលឈ្មោះបងស្រីហើយនឹងវេឈ្មោះវាឆ្លាតចឹងក្រោយមកវាដាក់ឈ្មោះបងស្រីតាតែវាទទួលលុយហ្នឹងឈ្មោះវាអត់មានឈ្មោះវាមានតែនៅបងភាដែលគាត់វេលុយពីមុនហើយឥឡូវវាឆ្លាតចឹងវាមិនដាក់ឈ្មោះវាណាគ្រប់នឹងវាដាក់សញ្ញាព្រះអង្គវាអត់ដាក់រូបរបស់វាទេវាលែងតាំងហើយវាលែងតាំងហើយតាំងពីវាធ្វើបង្ធាតាំងពីអីមកហ្នឹងវាលែងតាំងហើយអូបែរនេះវាផណាឥឡូវចេះបង្ធាឡាយទីសិនអូនណាបង្ធាឡាយទីសិនចាំបង្ធានិយាយខ្លួនឯងក្រោយអូខេចាអូខេចាំបងដែរអូខេអាងសិតអាងអំណាចសិតតែបញ្ជូនខ្ញុំទៅទោសព្រមអត់តន់អត់មានការកោះហៅទៅបំភ្លឺទៅសួរនាំទាំងអស់ប្រកាសយកលោកឯងក៏ជន់នៅលើច្បាប់សាហាវម៉េះលោកឯងវិញលោកឯងអាងធ្វើការយកឋានៈដឹកនាំមកឲ្យលោកខូចមុខខូចមាត់ដោយសារតែលោកឯងម្នាក់មែនខ្ញុំចិត្តបរិសុទ្ធណាខ្ញុំអត់មានចិត្តបរិសុទ្ធតែនៅមុខកាមេរ៉ាហើយក្រោយខ្នងលោកឯងមកធ្វើចឹងខ្ញុំអត់ទេណាខ្ញុំតាំងមុខតាំងខាងក្រៅគឺខ្ញុំស្មោះត្រង់ជាមួយពលកររបស់ខ្ញុំហើយបើមានគេទៅដាក់ពាក្យបណ្ដឹងលោកឯងទទួលតែពាក្យបណ្ដឹងទៅមិនមែនលោកឯងទៅឆាតរកភ្ញៀវចឹងឲ្យមកដាក់ពាក្យបណ្ដឹងចឹងទេលោកធម្មវិបុលលោកធម្មវិបុលហើយខ្ញុំសុំសួរមួយទៀតបងអូនដែលទៅជាមួយគាត់3នាក់ហ្នឹងខ្ញុំជួយបងប្អូនទាំងអស់គ្នាដើម្បីឲ្យស្របច្បាប់នៅស្រុកគេហើយបងតែជឿតាមការអូសទាញរបស់ឈឹមវិបុលបងដឹងអត់ថាវីសារបស់បងដាច់នឹងវាខុសច្បាប់នៅស្រុកគេបាត់ហើយតមកបើគេចាប់គឺគេចាប់ហើយចាស់មិនបានឈឹមវិបុលគាត់ជាអ្នកច្បាប់បែរទៅជាគាត់ហ៎បែរទៅជាគាត់យកអ្នកខុសច្បាប់ទៅ live ទៅធ្វើคลิปនៅទូតអញ្ចឹងគាត់កំពុងតែចង់ឲ្យបំបាក់មុខមាត់ប្រទេសជាតិមែនខ្ញុំសួរវិញខ្ញុំសួរលោកឈឹមវិបុលវិញលោកឈឹមវិបុលណាលោកឈឹមវិបុលមិនដឹងថាលោកធ្វើនឹងត្រូវច្បាប់អត់ហ៎គ្មានឋានៈដឹក
มណាគ្រប់គ្រងមនុស្សបែបហ្នឹងទេបងចាគាត់ធ្វើគេកន្លងមកគ្រប់គ្នាណាបើគាត់ជន់ឆោបបោកគាត់រត់បាត់ហើយអូនវងឡាយរាល់ថ្ងៃវងឡាយរាល់ថ្ងៃខំវិបុលមានលេខទូរស័ព្ទបងបើគាត់មិនតាក់ទងមកបងគាត់ឲ្យបងសម្បត្តិតាក់ទងមកខ្ញុំក៏បានដែរព្រោះបងសម្បត្តិស្គាល់ខ្ញុំអាយអគ្គរដ្ឋទូតបងហ៊ុនសរឿនក៏ស្គាល់ខ្ញុំដែរចាឲ្យតាក់ទងមកធាឥឡូវឲ្យបងឯងមានពាក្យបណ្ដឹងណាតែនេះលោកអត់ទេអត់មានអីទាំងអស់លោកប្រកាសមុខសញ្ញាខ្ញុំជាជនជាប់បោកយកលោកយករូបខ្ញុំពីឆ្នាំ2020មកវាយប្រហារដើម្បីឲ្យបងប្អូនពលករគិតថាលោកឯងកំពុងតែចាប់ខ្ញុំចូលទូតម្នាក់ប្រុសនឹងខុស 100% ចាអូនគេគិតថាយើងជារាសាមញ្ញអូនឯងគេធ្វើឃ្លីបអត់ប៉ាយកកបោអូនហងអូនឯងឃើញគេធ្វើឃ្លីបអត់គេថាបងធាជារាសាមញ្ញទេបងប្អូនមកដាក់ពាក្យបណ្ដឹងមកខ្ញុំរាសាមញ្ញបងខ្ញុំមិនរដ្ឋមន្ត្រីអីទេចឹងបងកំពុងតែប្រកាសថាបងធ្វើខ្ញុំនេះដោយសារបងគិតថាខ្ញុំជារាសាមញ្ញត្រូវឯបងតែបងត្រូវយល់ណាសម័យនេះខ្ញុំមិនឲ្យបងជន់ខ្ញុំទេហើយខ្ញុំរើបំរាស់មួយនេះដើម្បីប្រជាពលករដែលនៅស្រុកថៃដូចគ្នាបងយេកូនយកជើងឡាយឲ្យម៉ាមីកូនណែបងម៉ាមីថាអូនមួយមកកូនវិញដាក់យូម៉ាមីម៉េមីថាអូនមួយមកកូនកូនខ្ញុំម៉ែត្រូវការអ្នកចិញ្ចឹមបាច់ថែរក្សាណាលោកឆាវិបុលខ្ញុំរកស៊ីដោយបញ្ញាកម្លាំងញើសឈាមរបស់ខ្ញុំតែលោកបែរជាណាច្បាប់ខ្ញុំសួរច្បាប់វិញខ្ញុំឃើញបងខ្ញុំបានថតដែរខ្ញុំថាផ្ញើឲ្យបងតើអូខេអរគុណអូនកូនយកនេះមកកូនយកដូចឲ្យម៉ាមីសាក់ថ្មកូនទូរស័ព្ទអស់ថ្មឬក៏ម៉ាមីអង្គុយនៅក្នុងវិញអង្គុយនេះបានអង្គុយនេះវាទៅទាញមកកូនជន់ឆោបបោកលុះត្រាតែអ៊ីរត់កិច្ចមិនធ្វើឲ្យគេដូចអ៊ីប្រាប់ចឹងតើថាវីសាតែឥឡូវខ្ញុំអង្គុយឆ្ងល់មកជេខ្ញុំអង្គុយឆ្ងល់ត្រង់ថាខ្ញុំអង្គុយឆ្ងល់ថាចេះគាត់បង្កើតបាក់ពួកគាត់ទៅអង្គុយជេរខ្ញុំណាពេលខ្ញុំឡាយតែគាត់វិញគាត់ទទួលយកបានណាម៉ាមីបង្កើតឲ្យកូនចៅគាត់ជេរឡាយជាគោរពជេរខ្ញុំរាល់ថ្ងៃចាគាត់មានមួយទៀតលោកឆឹមវិបុលថាខ្ញុំគម្រាមកំហែងពលករសំឡេងមួយណាដែលខ្ញុំគម្រាមកំហែងលោកយកចេញមកណាចាលោកជាអ្នកច្បាប់លោកត្រូវសួរនាំខ្ញុំសិនចាកន្លងមកគេជេរលោកខ្ញុំចេញមកពាំងគេជេរដល់ថ្នាក់ដឹកនាំខ្ញុំចេញមកពាំងជ្រាបសួរបងយ៉ាងសំអូនបងស៊ូបងស៊ូជេរអរគុណអូនណាខ្ញុំការពារបងឯងណាប៉ុន្តែទីបំផុតបងឯងមកធ្វើស៊ីគ្នាឯងបងឯងឆ្លាតខ្លាំងមែនណាបងជាមនុស្សល្អស៊ូអរគុណអូនអរគុណបងប្អូនអរគ្នាជួយ share ណាដើម្បីឲ្យសមាគមដូចជាថ្នាក់ដឹកនាំដូចជាក្រសួងបានឃើញពីបុគ្គលឈ្មោះឆឹមវិបុលពេលនេះគឺគាត់កំពុងតែព្យាយាមធ្វើមិនឲ្យខ្ញុំអស់ផ្លេតដែរហើយបុគ្គលឆឹមវិបុលនេះដូចខ្ញុំជម្រាបជូនយ៉ាងគាត់អត់សប្បាយចិត្តហើយរឿងនេះខ្ញុំសូមបញ្ជាក់ទៀតខ្ញុំអត់បានរកស៊ីជាមួយគាត់ទេកើតអីប្អូនស្រីបងប្អូនបងឯងគឺគេចោទទាំងដែលប្អូនបងឯងជួយពលករបុគ្គលម្នាក់នេះដោយសារតែភាពក្តៅភាពកាហាយចាណាអត់បានលុយចូលកប៉ៅខ្លួនឯងមកបង្វែរដានទៅជាប្អូននឹងឆោបបោកពលករផ្អើលអស់បងភ្ញៀវទាំងអស់ឆាតមកអូនទាំងអស់ friend របស់អូនតាំងពីអូស្ត្រាលីកាណាដាអាមេរិកគាត់ឲ្យសកម្មជនដែលវាយទុកវាយបហាគណៈបកប្រឆាំងគាត់ឲ្យសកម្មជនគាត់មកវាយបហាខ្ញុំសួរថាច្បាប់នៅទីណាដែលបងឯងបញ្ចេញមកបញ្ចេញសកម្មជនគណៈបកប្រជាជនទុកវាយបហាគណៈបកប្រឆាំងតែខ្ញុំជាអ្នកគ្រប់គ្រងថ្នាក់ដឹកនាំខ្ញុំជាអ្នកជួយពលករ
ឲ្យនៅស្របច្បាប់នៅប្រទេសគេដើម្បីមុខមាត់ប្រទេសជាតិរបស់ខ្ញុំហេតុអីបានលោកចង់មកជន់ខ្ញុំលោកប្រើដៃប្រើជើងរបស់លោកយករូបចាស់ដែល2020យកមកវាយប្រហារខ្ញុំលោកដឹងហើយមែនទេល្បីថាខ្ញុំអត់បានជេរអូនគេយកខ្ញុំទៅផុសជេរខ្ញុំពីចោលកញ្ចុយដល់តែពេលរួចទៅគឺគេមកខមមិនខ្ញុំក៏អង្គុយ live ទៅវិញថាហើយក៏កើតមកពីកន្លែងហ្នឹងបោះម៉ែដូចគ្នាតែបានហើយអង្គុយអញជេរពីចោលកញ្ចុយអូនឯងត្រូវស្ដាប់ហេតុផលគឺមានហេតុផលគឺមានអូនចាខ្ញុំមិនមែនសុកទៅជេរគេទេចាអត់ទេអូនគឺគេតឡាយជេរខ្ញុំណាអូនណារឿងរ៉ាវវាមានហេតុមានផលចាមានហេតុមានផលអូនមានហេតុនិងមានផលអូនខ្ញុំជេរឥឡូវខ្ញុំសួរបន្ទប់ខុនដូខ្ញុំនៅស៊ីធីគ្រីមខ្ញុំកន្លែងហ្នឹងគឺខ្ញុំជួលខុនដូនៅខ្ញុំតាក់ទងទៅបុគ្គលម្នាក់ឈ្មោះស្រីប៉ៅវ៉ាន់ណាខ្ញុំចេញមកនៅផ្ទះខ្ញុំថ្ងៃដែលផែនដីរំជួយខ្ញុំយកអីវ៉ាន់មកអត់ទេបុគ្គលម្នាក់នេះទៅសម្អាតបន្ទប់ខ្ញុំទៅឆែកយកមកហើយមកឡាយពីរបស់ខ្ញុំដើម្បីលាបពណ៌ខ្ញុំទទួលយកអត់បានខ្ញុំបកស្រាយចាណាជប់និយាយទៅចាអរគុណអូនឥឡូវខ្ញុំអត់និយាយរឿងផ្សេងទេខ្ញុំនិយាយតែរឿងឆុំវិបុលមួយឯងឆុំវិបុលខ្ញុំសូមសួរណាទទួលហ្នឹងឯងអូនទទួលអីគឺបងចាបងសង្ឃឹមជឿជាក់យ៉ាងមុតមមថាអំពើល្អរបស់បងអត់សាបសូន្យនេះអូនចាបុគ្គលម្នាក់ដែលវេឲ្យខ្ញុំ25,000ដែលគាត់អូសទាញទៅបានហ្នឹងខ្ញុំមានខ្ញុំបាញ់រូបគាត់ចូលទៅថ្ងៃដែលគាត់ត្រូវដាក់ឈ្មោះទៅចូលក្រុមហ៊ុនហើយគេឲ្យគាត់ផ្ញើប៉ាសពតនិងរូបកូនមកឲ្យខ្ញុំតែគាត់អត់ផ្ញើមកទេគាត់ថាគាត់អត់ធ្វើទេគាត់សុំលុយវិញខ្ញុំថាអត់បានទេអូនបងតឡើងទៅហើយអូនផ្ញើប៉ាសពតឲ្យបងមកគាត់អត់ទេចាគាត់អត់ទេចាបាន10ថ្ងៃគាត់តាក់តងទៅឆុំវិបុលខ្ញុំមិនដឹងថាគាត់តាក់តងឬក៏ឆុំវិបុលតាក់តងទៅទេព្រោះអីឆុំវិបុលភាគច្រើនគឺគាត់ចូលមកមើល account ខ្ញុំហើយគឺគាត់ add យកភ្ញៀវរបស់ខ្ញុំបាទហើយ account ខ្ញុំនេះខ្ញុំបានមកដោយសមត្ថភាពខ្ញុំចាគាត់មានកុំបាច់ចាឆុំវិបុលគេស្គាល់ច្រើនដោយសារខ្ញុំមិនមែនខ្ញុំគេស្គាល់ច្រើនដោយសារឆុំវិបុលទេណាហ្នឹងហើយខ្ញុំបានបោកគេខ្ញុំមានបាញ់ប៉ាសពតគាត់ចូលទៅក្រុមហ៊ុនប៉ុន្តែគាត់តែឡាយជេរខ្ញុំថាមិនបានហើយគាត់ជេរខ្ញុំវិចោលកញ្ចុយខ្ញុំក៏និយាយថាអូនឯងថាកើតចេញពីកន្លែងនេះដូចគ្នាតើអីចាខ្ញុំនិយាយយ៉ាងត្រូវខុសអូនឯងថាកើតចេញពីនឹងដូចគ្នាតើបោះម៉ែអូនឯងក៏មានដែរតើចាមិនបានឯងជេរបងវិចោលកញ្ចុយចាខ្ញុំអត់មានអង្គុយសុកជេរគេទេគេយកគេអាត់คลิปខ្ញុំចាគេយកคลิปខ្ញុំថាអូនណាបងមិនមែនលើកតែទូរស័ព្ទអូនមួយទេមួយថ្ងៃដែលបងអត់បានលើកទូរស័ព្ទអូនគឺបងអត់ស្រួលខ្លួនបងលេបឆ្នាំអាឡែកស៊ីបងលេបឲ្យងុយគេងទៅបងងើបមកបងម្លាយលេងទេគេថាអូអ្នកធ្វើប៉ាសពតថានិយាយចឹងខ្ញុំថាចាំមិនមួយថ្ងៃទៅឲ្យខ្ញុំលើកទូរស័ព្ទនេះឯងមួយចាំមួយថ្ងៃភ្ញៀវខ្ញុំ10 20ម៉ឺនបាត់គេមិនទេមកនិយាយថ្ងៃផងហើយលោកឯងខ្ញុំបានប្រាប់ថាហើយតើខ្ញុំនិយាយចឹងគេយកអាคลิปទៅផងវាចោលកញ្ចុយនេះខ្លាំងណាស់អីណាណីហើយគេទៅធ្វើคลิปថាបងបោកគេអីបដ ாய் ហើយគ្នាគេកូនចៅឆំវិបុលហ្នឹងគេតឡាយជាក្រុម TikTok អង្គុយជេរបងមកយប់បដ ாய் ណាខ្ញុំឃើញតែបង្ធាយូរហើយតែមិនដែលឃើញឆំវិបុលនឹងទេចាឥឡូវបង្ធាប្រាប់ឲ្យដឹងចាមានរឿងជាច្រើនទៀតដែលខ្ញុំអត់ទាន់និយាយអស់ហើយហើយខ្ញុំទៅរកសលីបដែលខ្ញុំវេលុយឲ្យគ្រប់ឆំវិបុលធ្វើប៉ាសពតខ្ញុំនៅមានចាខ្ញុំនៅមានព្រោះអីលោកតាំងចិត្តប្តឹងខ្ញុំលោកទៅអីសួនភ្លុលោកស្អីគេលោកចង់គៀបខ្ញុំលោកធ្វើការនៅកន្លែងច្បាប់ហាត់អីអត់ឲ្យមន្ត្រីទូតមួយណាចេញលិខិតអញ្ជើញខ្ញុំទៅបកស្រាយ
បែរជាលោកចេញវីដេអូវាយប្រហារខ្ញុំមុខសញ្ញាជន់ឆោបោកបើខ្ញុំបានទៅដោះស្រាយលោកបានហៅខ្ញុំទៅខ្ញុំទៅហើយផោះតាងជាក់ស្ដែងលោកបានឃើញពីខ្ញុំនៅចាហើយបើផោះតាងជាក់ស្ដែងខ្ញុំបោកពលករចាខ្ញុំត្រូវមានដំណោះស្រាយបែបមិនជូនគាត់ចាវាមិនដែលណាមុខមាត់ប៉ុណ្ណឹងរកស៊ីប៉ុណ្ណឹងជួយឲ្យទាំងពលកររំលោះដើរធ្វើបន់ឲ្យទៅបោកពលករគ្នាធ្វើការហត់ហាក្តៅហាថ្ងៃខ្ញុំមិនបេះដូងមកឯងណាឈឹមវិបុលបេះដូងខ្ញុំផ្សេងណាចាអំពើល្អមិនសាបសូន្យទេបងស៊ូបងធីអរគុណអូនណាបេះដូងខ្ញុំខុសពីលោកបេះដូងខ្ញុំមិនចេះបង្វែរដានទៅជាជនឆោបោកដូចលោកនិយាយទេជនឆោបោកដរាបណាយកលុយគេហើយធ្វើមិនបានឲ្យបាត់ខ្លួនបាត់បងអត់ខ្លាចអូនចេដោនេះចេដោនេះក៏គាត់ធ្វើឲ្យបងមានការយឺតយ៉ាវដែរនេះសួរនេះចេដោក៏គាត់ធ្វើឲ្យបងដែរនេះណាតិចទៀតគាត់ឆាតទៅចេដោទៅលើហើយមុនហ្នឹងអូនឆាតទៅភ្ញៀវបងគ្រាន់តែខលមកផ្លិតពីរនេះហើយចោតថាប៉ាសពតភ្ញៀវបងហ្នឹងខ្លាញ់ខ្លាចទៀតអញ្ចឹងកន្លងមកឈឹមវិបុលធ្វើប៉ាសពតហ្នឹងខ្លាញ់ខ្លាចខ្ញុំមែនកុំយំចែស៊ូយុទ្ធធម៌តែមានសម្រាប់នេះអរគុណទៅធីអូនខ្ញុំជឿជាក់ថាថ្នាក់ដឹកនាំលោកមិនបិទភ្នែកទេហើយខ្ញុំជឿជាក់លើអំពើល្អរបស់ខ្ញុំថាខ្ញុំនឹងទទួលបានភាពស្អាតស្អំរបស់ខ្ញុំមកវិញចាខ្ញុំជឿជាក់លោកកន្លងមកលោកលៀបពណ៌ណាបានតែសម្រាប់ខ្ញុំជួយពលករខ្ញុំអត់ឲ្យមុខមាត់របស់ខ្ញុំឲ្យពលករគាត់គិតទេចាទោះជាពេលនេះគាត់ជឿលោកឯងក៏ដោយតែលោកឯងប្រើសកម្មជនរបស់លោកឯងដែលຕົកវាយប្រហារបពប្រឆាំងលោកឯងយកសកម្មជនលោកឯងចេញមកទាំងអស់វាយប្រហារខ្ញុំបើពលករចេញខ្ញុំអត់ថាទេគាត់ចេញទៅបើខ្ញុំបោកគាត់មែនតែនេះគឺវាអត់មានតែ3នាក់គាត់តែគ្នាធ្វើមួយខ្ញុំក្រៅពីហ្នឹងគឺសកម្មជនរបស់ខ្ញុំវិបុលទាំងអស់ក៏ចោលដៃស្អាតណាស់បងស្រីអរគុណអូនអរគុណហើយអនឡាញសួររីចបុតទេគាត់មករកខ្ញុំម៉ាក់គាត់ឈឺខ្ញុំចិត្តខ្ញុំបែបមិនគាត់ដឹងហើយអនឡាញឃើញគាត់ចូលមកឡាយមកញ៉េមនុស្សហ៎អូនមនុស្សរីចបុតគាត់ចេះមើលខ្ញុំគាត់ចេះទាយទេណាញ៉ាកុហកនេះគាត់ទាយខ្ញុំគាត់ប្រាប់ខ្ញុំហ៎គាត់រាជបុត្រចេះមើលចេះទាយគាត់ប្រាប់ថាបងធីឯងកុំទិញផ្ទះឆ្នាំ2025 2024ចាំទិញ2026ញ៉ាកុហកខ្ញុំនិយាយមកឡាយបើបងធីឡើយមកនិយាយប៉ាយកជួយយកទឹកអូននេះទឹកជែកជូនពរបងជួបតែព្រះតាមជឿថែរក្សាឈ្នះអរគុណសុភាពអូនអរគុណចាគាត់ចង់ឈ្នះចែស៊ូចែអរគុណអូនខ្ញុំស៊ូមួយគាត់ដោយបញ្ញានិងកម្លាំងខ្ញុំមិនរួចទេបងប្អូនដល់ខ្ញុំមានបងប្អូនឬក៏មានសមាគមអន្តរកម្មមកបានខ្ញុំអាចឈ្នះគាត់បានមនុស្សនេះគាត់អាងអំណាចគាត់នេះអ្នកដែលធ្វើការគេដឹងអស់ហើយតែគេយល់ដល់ប្រមុខថ្នាក់ដឹកនាំខាងលើអូនខ្ញុំនិយាយការពិតឲ្យអស់ពីបេះដូងណាបើសិនជាអត់មានប្រមុខថ្នាក់ដឹកនាំណាគឺគេអត់មាននេះទេចាបងប្អូនប៉ុន្តែគេយកជល់មុខថ្នាក់ដឹកនាំអញ្ចឹងលោកឯងណាអត់មានត្រូវមកហែកទ្រូងខ្លួនឯងឲ្យក្អែកចិត្តទេណាលោកខំវិបុលសូមសម្ដេចពុកម៉ែជួយដោះស្រាយជូនបងធាផងខ្ញុំជឿលើគាត់ព្រោះគាត់តាមដានបងធាយូរហើយគាត់ជាមនុស្សល្អខ្ញុំយូរហើយខ្ញុំមិនថាចែកបោកផងហ្នឹងឯងអូននីតាកូនបើនេះព្រោះវគ្គនេះគឺយូរបងប្រាប់អូនឯងតែវាមិនយូរទៀតទេវានឹងធ្លាក់មកទាំងអស់គ្នាហើយឥឡូវថាអាអ្នកយូរមិនទាន់ធ្លាក់ចោះជាអាភ្ញៀវបងធ្លាក់4នាក់ដែលបងផុសនេះវាបែរជាភ្ញៀវខមមិននៅក្រោមហ្នឹងបែរជាវាឆាតទៅភ្ញៀវខ្ញុំគាត់បែរយកទូរស័ព្ទឲ្យអូននេះមកបងណាលោកវិបុលមានចំណេះដឹងហើយមិនចាំបាច់ខំបងធាធ្វើអីចំណេះដឹងគាត់ខ្ញុំមិនដឹងចំណេះដឹងអីទេចំណេះដឹងដើរតែខំគេហ្នឹងចំណេះដឹងអីមកអង្គុយហៅពលករគេតែប្តឹងគេចឹងចំណេះដឹងអីមកប្រកាសរកពលករដែលធ្វើជាមួយបងមានការយឺតយ៉ាវហ្នឹង
បងមានការយឺតយ៉ាវបងអត់បានបោកប្រាស់ពលករទេណែលោកឈឹមវិបុលនិង friend ជាទីគោរពរបស់ជាធាស្ដាប់ឲ្យតណាបងធាអត់បានបោកប្រាស់ពលករទេអូនបងធាចាអូនត្រូវដឹងណាបងធាម្នាក់នេះបើបងធាបោកពលករគាត់ធ្វើការមួយថ្ងៃ300 បាត$10 $11 $12 $12គាត់ធ្វើការសំណង់អូនទៅមើលកម្ដៅថ្ងៃអូនមិនដឹងអ្នកខ្លះនៅសួនកាត់ស្មៅអូនអើយក្តៅណាស់តម្រាំបានលុយគេមួយថ្ងៃបងជាមនុស្សល្អបងត្រូវតែជួបរឿងល្អសាធុអូនអរគុណអូនស៊ូអូនអរគុណច្រើនបងអរគុណណាអរគុណច្រើនមែនតើអូនខ្ញុំជឿជាក់ទៅលើប្រមុខថ្នាក់ដឹកនាំរបស់ខ្ញុំបងធាអូនដឹងហ៎តាំងពីសម័យអត់ទាន់មានអ្នកណាទាំងអស់ដែលជាសកម្មជននៅប្រទេសថៃបងធាស្រឡាញ់គណៈបកបងធាពាក់អាវគណៈបកពីអ្នកប្តីប្រពន្ធជីងឡានហ្មងថ្ងៃដែលហែបកបងធាពាក់អាវប៉ាក់អបអសាទរថតរូបទៅមកបាញ់ឲ្យគ្នាមើលអានេះគឺបងធាចាអានេះបងធាមុនបោះឆ្នោតមុនវគ្គនេះមុនបងមុនសម្ដេចហ៊ុនម៉ាណែតបានឡើងបងធាបានចុះទៅដើម្បីរកសម្លេងឆ្នោតជូនដល់ថ្នាក់ដឹកនាំចាកន្លែងណាដែលមានកិច្ចការងារចាសង្គមគឺបងធាតែងតែចុះទៅខាតពេលលក់ដូរអស់ហើយបងធាខាតពេលបើឯងមើលអូនខាតលក់អស់លេងអូនមិនបានលក់ដូរទេបងមួយថ្ងៃហ្នឹងគឺគាត់អុកលុកអូនគាត់អុកលុកអូនសាហាវមកឯងមើលអូនលក់ដូរមួយថ្ងៃរាប់រយឈុតត្រូវមកអញ្ចឹងបើណាគេថាបោកចេញមុខមកហ្នឹងហើយអូនចេញមុខមកស៊ូចាយមិនបានត្រូវមកឆាតរកភ្ញៀវខ្ញុំនេះបងប្អូនមកមើលនេះឆាតមករកភ្ញៀវខ្ញុំណាឲ្យភ្ញៀវខ្ញុំខ្លាចទៀតខ្លាចមែនតើខ្លាចណាខ្លាចភ្ញៀវខ្ញុំខ្លាចបងអើយតិចគាត់យកប៉ាសពតខ្ញុំទៅប្លែកលីសទៅបិទអីខ្ញុំថាឯងកុំខ្លាចអូនគាត់អត់មានសិទ្ធទេនេះណាខ្ញុំបើកុហកបងប្អូនទេបងប្អូនចាំប្រវាយមើលខ្ញុំឲ្យបងប្អូនមើលប្រវាយបងប្អូនមើលដឹងនេះខ្ញុំប្រវាយបងប្អូនមើលតិចនេះភ្ញៀវរបស់ខ្ញុំជាមួយនេះបងប្អូននេះគាត់ឆាតមកមិញនេះនិយាយជាមួយខ្ញុំច្រើនណាស់ខ្ញុំនឹងភ័យរឿងចែខ្ញុំក៏សួរថានិយាយថាម៉េចអូននេះចាយខ្ញុំមកវិញឈ្មោះខ្ញុំមិនចាយខ្ញុំនិយាយចាយតាមឈ្មោះឆំវិបុលឆាតតែដៃថាមិនខ្លះនេះណាឆំវិបុលឆាតទៅភ្ញៀវខ្ញុំនេះឈ្មោះឆំវិបុលនេះឆាតទៅភ្ញៀវខ្ញុំមកឆំវិបុលនេះភ្ញៀវខ្ញុំខមមិនខ្ញុំឆំវិបុលឆាតទៅហើយនេះភ្ញៀវខ្ញុំបាញ់លឹមលីសឲ្យទៅហើយនៅតែឆំវិបុលអត់ព្រមទេឲ្យទៅដាក់ពាក្យបណ្ដឹងហើយនេះបាញ់ឲ្យភ្ញៀវខ្ញុំមើលរូបថតឲ្យមានមួយខ្ញុំចាណានេះស្លីបតែភ្ញៀវខ្ញុំបាញ់លុយឲ្យខ្ញុំណាឆំវិបុលណាឆំវិបុលនេះភ្ញៀវខ្ញុំឈ្មោះអត់រឿងឯងលេខកប់ខ្ញុំចង់22អានេះចែកកុំបញ្ចេញឈ្មោះខ្ញុំកុំបញ្ចេញនេះនោះគាត់ទៅបាត់ស្គាល់ខ្ញុំបងប្អូនលោកគាត់និយាយចាឯងក៏បញ្ចេញឈ្មោះខ្ញុំមកខ្លាចគាត់វាយបិទប៉ាសពតខ្ញុំលោកឯងខ្លាំងណាស់លោកឯងគម្រាមពលកបិទប៉ាសពតគាត់អញ្ចឹងខ្ញុំសូមឲ្យប្រមុខថ្នាក់ដឹកនាំជួយមើលបុគ្គលមន្ត្រីអនុព័ន្ធអមស្ថានទូតកម្ពុជាប្រចាំប្រទេសជាណាចក្រថៃឡង់គឺលោកឆឹមវិបុលសូមឲ្យលោកជួយមើលបុគ្គលម្នាក់នេះគម្រាមកំហែងបិទប៉ាសពតភ្ញៀវខ្ញុំអញ្ចឹងខ្ញុំសង្ឃឹមជឿជាក់ទៅលើឋានៈដឹកនាំជាពិសេសជំទាវម៉ាក់ចិត្តធរហ៊ុនស៊ីណាតចាកូនសង្ឃឹមជឿជាក់ថាអ្នកម្ដាយនឹងជួយកូនរឿងនេះហើយកូនក៏សូមគោរពជូនពរអ្នកម្ដាយពីចម្ងាយសូមឲ្យអ្នកម្ដាយមានសុខភាពល្អបរិបូរណ៍ដើម្បីជាមលុបដ៏ត្រជាក់ជូនពលរដ្ឋខ្មែរទូទាំងសកលលោកជាពិសេសកូនចៅចាពេលនេះកំពុងតែមានទុកដោយឈឹមវិបុលបានធ្វើការវាយប្រហារដើម្បីឲ្យបង្ខូចកិត្តិយសចាមន្ត្រីអនុព័ន្ធម្នាក់នេះកន្លងមកគឺលោកមានប្រវត្តិធ្វើបាបពលករច្រើនណាស់មិនមែនធ្វើ
បាប់ផ្នែកការងារបាក់ទេអត់ទេគឺការងារធ្វើ ប៉ាសពតចាអត់និយាយការងារបាក់ចូលណាការងារបាក់គឺអត់ពាក់ព័ន្ធនឹងការធ្វើបាបធ្វើប៉ាសពតឲ្យពលករមិនបានឲ្យពលករមិនហ៊ានកម្រើកស៊ូបងធាខ្ញុំចាំគ្រប់ត្របងជានិច្ចអរគុណអូនបងលក់ដូរវិញទៅឈប់តយូរទៀតវាឈប់ខ្លួនឯងអូអត់ទេវានេះអូនប្រហែលជាមានរឿងព្រះឆាអ្វីមួយហើយចាំម្ដាយខ្ញុំគិតមួយពីព្រោះពីមុនមកពួកគាត់ត្រូវគ្នាឥឡូវមិនដឹងអូនពីមុនខ្ញុំត្រូវគ្នាvớiគាត់តាប៉ុន្តែខ្ញុំអត់មានបញ្ហាអីទេដូចខ្ញុំប្រាប់ខ្ញុំមកធ្វើប៉ាសពតជាមួយបុគ្គលផ្សេងដោយសារតែធ្វើជាមួយគាត់ហើយធ្វើអត់បានគាត់ប្រឡូកគ្រប់ចាក់ចោលចឹងឲ្យខ្ញុំធ្វើមិនចាឲ្យខ្ញុំធ្វើមិនចាអានេះខ្ញុំនិយាយជាពាក្យប៉ັດចាខ្ញុំវិបុលអាចទៅស្បត់ពួកខ្ញុំបានចាហើយគាត់តែងតែអូសទាញថាឲ្យមកធ្វើជាមួយគាត់មកគាត់ទេទៅភ្នាក់ខ្ញុំហើយគាត់ឲ្យមនុស្សស្រីនិយាយតចាទេទៅភ្នាក់ខ្ញុំមកភ្នាក់ខ្ញុំមិញហ្នឹងគាត់ខាតខលមកតែខ្ញុំអាត់សលេងគាត់ដើម្បីទុកដែរប៉ុន្តែបែរជាmemory ខ្ញុំពេញទៅគឺบันทึกវាឡើងទៅគាត់តាណាឲ្យចាណាគេអូនណាគេតាណាបើកូនអើយខ្ញុំរៀនមិនបានមិនចេះច្រើនទេបើតាមប្អូនគិតច្បាប់បើគេចង់ធ្វើអីបុគ្គលណាគឺគេជូនដំណឹងមុនត្រូវអូនត្រូវតែនេះវាជូនដំណឹងយើងអូនគឺប្រកាសយកបដ ாய் បំបាក់ហ្មងណាអូនស៊ូបងធាអរគុណអូនគូបំបាក់ហ្មងអូនបំបាក់តែយើងជួយពលករណាអូនណាហើយបងខំវិបុលពលករដែលបងយកទៅគឺជាពលករដែលមានប៉ាសពតវីសាទេព្រោះប៉ាសពតវីសានៅខាងក្រសួងឡើយទេបងទៅឲ្យគេធ្វើឃ្លីបចាដើម្បីវាយបហាខ្ញុំអញ្ចឹងបងកំពុងតែបង្ហាញឲ្យច្បាប់ថៃគេមើលឃើញថាស្ថានទូតខ្មែរយើងនេះគ្រប់ត្រអ្នកនៅខុសច្បាប់មែនណាខ្ញុំអត់ប៉ះពាល់ដល់បងអេដាមហ៊ុនសរឿនខ្ញុំប៉ះពាល់ដល់អេដាមទូតធំទេបងណាពួកអីខ្ញុំបងអេដាមហ៊ុនសរឿនគឺគាត់ល្អខ្លាំងណាស់ចាហើយព្រមទាំងបងប្រុសសវត្ថផងដែរគឺបងប្រុសល្អខ្លាំងណាស់ចាហើយនឹងឯអគ្គរដ្ឋទូតដតីទៀតដែលនេះខ្ញុំតែងតែគោរពនៅកម្មវិធីអីដែលនេះខ្ញុំបានទៅចូលរួមជាមួយលោកខ្ញុំតែងតែគោរពនឹងបងស្រីជាច្រើនទៀតដែលខ្ញុំអត់បានរៀបរាប់ឈ្មោះគាត់អត់ទេអញ្ចឹងខ្ញុំសូមទោសទៅកាន់បងដូចជាឯកឧត្តមហ៊ុនសរឿនផងដែរដែលប្អូនបានបញ្ចេញទៅនៅឈ្មោះស្ថានទូតឲ្យប៉ះពាល់ដល់នេះប៉ុន្តែនេះគឺខ្ញុំសម្ដៅទៅកាន់លោកឈឹមវិបុលរដ្ឋតែម្នាក់គត់ចាเป็นกำลังใจให้นะน้องเทียขอบคุณมากค่ะพี่โยขอบคุณมากค่ะสู้ๆบอกจัดพี่ออกก่อนอ่อนnhóm á bà nè vô cho bà á kê thời chơi nhóm tơ hai cà xua nòm đã riêng nó bị dằn mạch riêng nó bị dằn mạch chắc nhóm thử phẹp ta khang con đấy bàn tay đi cứ ọt tầng bong ổn cứ chọc đau trên clip vào đời hay vô rút cha bằng thiệt miền riêng nơi của xuông sọc mai tăng vì pi quan mà phay mà đại con là co đăng man tại quạt nữa chập bong từ châu tụt cái phay bằng thi ơi mà trai bằng thi anh tranh mau nợ bằng thi ơi mà trai bằng thi anh tranh mau nợ crop kia tầng bằng ai phơ bằng ai quay tầng nông tiktok bằng ai quay tầng nông facebook haiสไตล์ជាសកម្មជនរបស់គណៈបព្វជិជនដែលទុកវាយសម្រាប់គណៈបព្វឆាំងទេបងអត់មានមកយកវាយវាសាមញ្ញហើយនៅសកម្មជនដូចគ្នាទេបងខ្ញុំវិបុលបងប្រើនេះគឺបងប្រើខុសគោលការណ៍ឲ្យបងចឹងខ្ញុំសូមឲ្យប្រមុខថ្នាក់ដឹកនាំចាមើលទៅកាន់លោកខ្ញុំវិបុលរដ្ឋម្នាក់នេះផងចាខ្ញុំជារាជសាមញ្ញម្នាក់តែខ្ញុំជួយមុខមាត់ប្រទេសជាតិរបស់ខ្ញុំចាអញ្ចឹងខ្ញុំសង្ឃឹមជឿជាក់ថាប្រមុខថ្នាក់ដឹកនាំលោកនឹងមើលយកចិត្តទុកដាក់ទៅកាន់បុគ្គលឈ្មោះឈឹមវិបុលនេះចាឲ្យខ្ជាប់ខ្ជួនកុំឲ្យបុគ្គលនេះមានសកម្មភាពបន្តចាយកអំណាចយកមុខមាត់ខ្លួនឯងចាដើម្បីមកជះឥទ្ធិពលលើពលករឲ្យគេខ្លាចរអាគ្រប់គ្នាចាខ្លាចគ្រប់គ្នាគាត់ឲ្យឆាតទៅគឺខ្លាចគ្រប់គ្នា
ចាធាអូនក៏ជាផោះចាយអូនអត់ជឿទេអរគុណអូនចាមុខឆោមវិបុលហ្នឹងមុខមិនបងធាខ្ញុំឃើញពុកមួយហ្នឹងហ្នឹងណាបងធាផោះតាអូនបងធាផោះតាអូនមកដាក់ឆោមវិបុលរូបហ្នឹងឯអូនបងធាផោះហ្នឹងឯអូនដើរចោតប្រកាន់យើងបានផុសយើងបានរួចឲ្យចង់ប្តឹងខ្ញុំទៀតសាហាវម៉េះអីគេទៅពាក់ព័ន្ធដល់សមាគមណានេះមិញគេតាក់ទងមកខ្ញុំមិញហ្នឹងមិនតាក់ទងអ្នកផ្សេងតាក់ទងមកឯងណាអ្នកផ្សេងតាក់ទងមកឯងលោកអាយអាងអំណាចអាងស្គាល់គេអ្នកធំខ្ញុំជារាជទេបងតាណារាជសាមញ្ញតែរាជម្នាក់នេះជួយមុខមាត់ប្រទេសជាតិណាបងណាអត់បំផ្លាញមុខមាត់ថ្នាក់ដឹកនាំអត់លក់មុខទេបងអត់លក់មុខថ្នាក់ដឹកនាំទេបងឯងទៅសួរពលករខ្ញុំទាំងអស់ខ្ញុំទៅពេលណាគាត់មានសរសើរខ្ញុំចិត្តបានចិត្តល្អទិញបាយអ្នកណាដែលមិនទាន់ញ៉ាំបាយខ្ញុំទិញបាយញ៉ាំខ្លាចអប់រំឲ្យខ្យល់កស្លាប់ណាខ្ញុំធ្លាប់អត់ខ្ញុំធ្លាប់ពិបាកខ្ញុំយល់បងចាណាខ្ញុំយកលុយចំណេញពីពួកគាត់តិចតួចបានហើយខ្ញុំអត់ស៊ីរបស់គាត់ដែលលុយដែលត្រូវធ្វើប៉ាសពតបញ្ចេញប៉ាសពតវីសាឲ្យគាត់ទេបងមនុស្សចង់បំផ្លាញគេចាគូឲ្យខ្លាចណាស់ចង់បំផ្លាញបងចាឥឡូវឮតំណែងថាគេដាក់ពាក្យទៅសមាគមឲ្យគេដើម្បីប្តឹងបងចាឈុំវិបុលខ្ញុំប្រាប់បងហើយមែនទេខ្ញុំថាបងបើសិនជាបងធ្វើខ្ញុំណាប្រយ័ត្នបងព្រោះឯខ្ញុំបើដល់អញ្ចឹងមែនតើខ្ញុំអត់មានថាខ្ញុំអត់មានមកស្ងៀមទេបងខ្ញុំតវ៉ាព្រោះឯភាពយុត្តិធម៌នៅលើលោកនេះត្រូវតែមានសម្រាប់បុគ្គលដែលល្អបងចាកិត្តិយសគេឈ្មោះកូនខ្ញុំ4នាក់បងឯងយកមកដាក់ខ្ញុំមុខសញ្ញាជនឆោបបោកបងឯងក៏អាក្រក់ម្ល៉េះបងហាឃើញយើងរកស៊ីមានបានគាត់ចូលអ្នកចូលចិត្តច្រើនអញ្ចឹងវាចំណែនវាអត់លក់អីទេបើបងមិនខុសកុំខ្លាចដល់ទីបញ្ចប់ខ្ញុំប្រាប់តែអូនមានពាក្យបណ្ដឹងមកខ្ញុំស៊ូចាខ្ញុំដើរទៅតាមផ្លូវច្បាប់ចាហើយខ្ញុំប្រាប់បងប្អូនថាមនុស្សខ្ញុំម្នាក់នេះខ្ញុំមិនបោកពលករទេខ្ញុំធ្វើការមានការយឺតយ៉ាវមានចាខ្ញុំធ្វើការបានមុនកំណត់មានចាព្រោះអីផ្នែកវាយត្រាមិនមែនជាធាអ្នកវាយទេគឺក្រសួងចាការងារគេជាអ្នកវាយមន្ត្រីការងារគេអ្នកវាយបងធាឲ្យមានសិទ្ធិទៅវាយត្រាជូនពលករឯណាបើបងធាវាយត្រាបងធាចាំមិនពលករយូរទៅស្អីបងធាវាយត្រាប៉បឲ្យពលករអស់ហើយចាឃើញចែលិចធ្លោចង់ជន់បលិចចាអូនបើគេអ្នកច្បាប់ត្រឹមត្រូវគេក៏ហៅយើងមានអាណាគេទៅប្រកាសជនឆោបបោកចឹងទេហើយសិទ្ធិបុគ្គលសិទ្ធិសគុណធាម្នាក់នេះគឺមានការថ្កើនផុសរូបភាពថ្កើនខ្ញុំអត់ថ្កើនទេខ្ញុំផុសភាពជាក់ស្ដែងដែលចេញពីបេះដូងខ្ញុំណាខ្ញុំអង្គុយឆ្ងល់ថាហេតុអីបងឯងធ្វើជាងទៅរួចហេតុអីបងឯងបញ្ចេញសកម្មជនគណៈបកប្រជាជនដើម្បីទុកវាយបហាបកប្រឆាំងបញ្ចេញមកវាយខ្ញុំដែលមិនមែនជាពលករដែលធ្វើជាមួយខ្ញុំមូលហេតុអីខ្ញុំចង់សួរកន្លែងហ្នឹងមួយសកម្មជនបងឯងចេញមកទាំងអស់ហ៎បងខ្ញុំជឿលើបងធាអរគុណអូនហ៎អញ្ចឹងបងឯងចង់បញ្ជាក់ប្រាប់ខ្ញុំថាបងឯងមានអំណាចខ្លាំងហ៎បងឯងយកថ្នាក់ដឹកនាំមកគម្រាមខ្ញុំអញ្ចឹងហ៎ចាទោះជានាងឯងត្រូវចាក៏អញខ្លាំងដែរចាទោះជាអញខុសអញត្រូវតែយកឈ្នះនាងឯងឲ្យបានអញសង្កត់នាងឯងឲ្យបានអញធ្វើឲ្យនាងឯងធ្លាក់ទឹកឲ្យបានអញ្ចឹងមែនចាំវាបល់ច្រើនណាអាមនុស្សរកស៊ីចាញ់គេធ្វើស៊ីគេខ្ញុំក៏ប៉ះហើយដែរអូនចាខ្ញុំប្រាប់ថានៅស្ថានទូតមិនមែនគេមិនដឹងចរិតគាត់ទេតែគេយល់មុខថ្នាក់ដឹកនាំខាងលើបងប្អូនខ្ញុំប្រាប់បងប្អូនចាមិនមែនលោកមិនដឹងទេចាមន្ត្រីស្ថានទូតលោកមិនមែនមិនដឹងចរិតឈឹមវិបុលនេះទេបងប្អូនតែគេយល់មុខថ្នាក់ដឹកនាំដូចជាហែកបើខាតនេះទៅដូចជាហែកក្អែកគេហៅថាហែកទ្រង់ឲ្យក្អែកកើតចាប៉ុន្តែបុគ្គលម្នាក់នេះនៅតែបំពេញបន្តនៅតែយកមុខថ្នាក់ដឹកនាំធ្វើឲ្យថ្នាក់ដឹកនាំនេះលោកឯងត្រូវយល់ណាសិលឹកឆ្នោតដែលលោកថ្នាក់ដឹកនាំខិតខំប្រឹងប្រែងដើម្បីប្រជាជន
តែយកលោកយកអំណាចរបស់ថ្នាក់ដឹកនាំមកបាំងមុខធ្វើបាបពលករដែលជេរគឺជេរថ្នាក់ដឹកនាំណាមិនជេរលោកឯងទេហើយថ្នាក់ដឹកនាំខាងលើលោកដឹងអត់លោកមិនបានដឹងទេចាលោកមិនបានដឹងទេឈឹមវិបុលចាបោកទៅណារួចបើកូនឡើង4ផ្ទះក៏នៅនឹងស្រុកមានច្បាប់បោកអ្នកណានៅឥឡូវគាត់ផុសប៉ះពាល់ឲ្យគេស្អប់ចែដើម្បីនៅខាងគាត់ត្រូវចាមានទាំងឆាតឲ្យទៅធ្វើមួយការងារគាត់ទៀតណោះចានិយាយរឿងអត់ធ្វើប៉ាសពតមិនទាញភ្ញៀវខ្ញុំឲ្យទៅធ្វើមួយគាត់ទៀតណែធ្វើខ្លួនឯងទាញផលប្រយោជន៍ហើយរួចទៅប្របាយដានថាខ្ញុំបោកពលករបងស្រីស៊ូណាអរគុណអូនអរគុណអាគ្នាឯងនេះវាចូលចិត្តដើម្បីសើបវាធ្វើស៊ីសាហាវចាយមានសុទ្ធកុំខ្លាយភ្លើងចាធាលេងឲ្យដល់ទីបញ្ចប់ចាខ្ញុំប្រាប់ថាខ្ញុំជារាសាមញ្ញខ្ញុំអត់មានលុយសម្រាប់ទៅបន្តជាមួយឈុំវិបុលទេពួកគាត់ជាមន្ត្រីយើងប្តឹងគាត់ឈ្នះដែរអញ្ចឹងខ្ញុំមានតែម្រាមដៃ10ចាស្នើដល់សម្ដេចនៅថ្នាក់ដឹកនាំចាសម្ដេចហ៊ុនម៉ាណែតនិងសម្ដេចពុកចាហ៊ុនសែនចាជាពិសេសគឺខ្ញុំសូមគោរពដល់ជំទាវម៉ាក់ចិត្តធរហ៊ុនស៊ីណាតខ្ញុំជឿជាក់ថាលោកមិនបិទភ្នែកមើលទេលោកនឹងមិនអោយមន្ត្រីពុករលួយបុគ្គលម្នាក់នេះមកធ្វើបាបរាជនៅទឹកដីនេះទេខ្ញុំជឿជាក់1លាន%ខ្ញុំមិនជឿជាក់100%ទេបងខ្ញុំជឿជាក់លើទឹកចិត្តអ្នកម្ដាយហ៊ុនស៊ីណាតអ្នកម្ដាយចិត្តធម៌របស់កូនហើយក៏ជាអ្នកម្ដាយចិត្តធម៌របស់ពលករខ្មែរនៅប្រចាំប្រទេសថៃផងដែរអ្នកម្ដាយបើអ្នកម្ដាយជួយរឿងនេះបានកូនបានជួយពលករបានរហូតរលូនចាអ្នកម្ដាយគឺជាមេត្តាចាមេត្តាប្រចាំបេះដូងកូនខ្មែរគ្រប់រូបនៅទឹកដីប្រទេសថៃចាពួកអីខ្ញុំម្នាក់នេះបងដឹងហើយពលករស្គាល់ខ្ញុំច្រើនណាស់គ្រប់ត្រខ្ញុំច្រើនណាស់តែបុគ្គលម្នាក់នេះគឺអត់ល្អបុគ្គលម្នាក់នឹងមិនល្អទេមនុស្សនឹងអាក្រក់ណាស់អាក្រក់អូននេះណៃមើលឆាតទៅភ្ញៀវបងធាញ៉ាទៅជាបងធាគាត់ហ្នឹងគាត់មិនអាចអូច្រឡំតែទៅគាត់ទីមកឲ្យគាត់សួរដុល្លារ$200ស្មើនឹងម៉ែគាត់បងគាត់ថានេះបងផ្សេងឆាតមកគាត់ថាចាប់ម៉ាច់ទៅឆាតមកចាប់ម៉ាច់ត្រូវនេះតបបងណែគេមាន ABA វិញណែគេមាន ABA សម្រាប់បាញ់ទៅស្រុកខ្មែរណាអូយមើលសួនមើលបងអីខ្ញុំចង់វេលុយទៅឲ្យបងឯង$200បងឯងជួយបាញ់បន្តជាលុយជា ABA ទៅឲ្យគេតិចបានខ្ញុំមានការបន្តណាខ្ញុំបាញ់ទៅឲ្យបងស្រីខ្ញុំនៅខ្មែរចាអញ្ចឹងខ្ញុំវេជាលុយបាត់ចូលទៅបងឯងបានណាខ្ញុំកំពុងអនឡាញឲ្យហ៊ានហៅឈ្មោះបងឯងឯងគាត់គេដឹងចាអូខេសួរគេទៅមើលចាសួរទៅមើលចាយ៉ាងសួរគាត់អីថាអាចសួរគាត់បានឯស្មានខ្ញុំវេ ABA ទៅចូលគេ200បានទេបងឲ្យគាត់ជួយទេព្រោះខ្ញុំត្រូវការចាំបាច់ស្អែកហ្នឹងណាបងអូនសុណាតខ្ញុំក៏គិតអញ្ចឹងដែរអ្នកម្ដាយ
vậy đó mà pha bây giờ chứ trong quạt nắng cứ quạt trong ban pha bây giờ vậy tiên mới quạt chia gì mà quạt chia gì mà ô tiên nhiều dân ta thơ với quạt chà anh ta về thơ về quạt cứ thọt ban tệ cứ dù ông on do lẽ đập về nhóm cứ nhóm lươn nhóm tâm linh ca dịch dao vậy đấy tiền dịch dao ta bao nhiêu mặt du theo ổi mà là ta tính nó lẹ mà hỏi chà một giờ than tu tầng mố trong bị bơ do polaco coi bắp ta thơ clip một là được non tầng mố một là được non tầng mố trong bị bơ do ẩm nà mà kiếp sừng cọt cầm riêng cầm hai cái sợ bật passport cái ôi trong bị bơ lơ trong bị bơ dùng sông là sao luôn tại lục thưa tập ban á lục ọt ẩn nết và một là được non mà dùng sông là sao lục trong bị bơ men nhom thì trăng trăng vâng tây tiết đầm rấy chỉ có đầm rấy chỉ có ai hay bong thiên miền bắc đông đôi chạy đầm lầy lọ na hay bong ở con nhóm nơi thật cái vừa ao nơi tài dứt mình toàn ban đôi tại kia chật một năm hay bong nó ngay ai cất bờ cha nè mà ôn cha men hai bằng thi cha nhóm cao đó bong ôn á nhóm bong ôn đăng ấy bong ôn từng ở kia cất tại pha và giàu tới về tình nghĩa cứ polaco men ôn đôi tha khơi dương thơ ban thớn cất tha ui mà nè đang ở polaco con thổi chớn á hello thang ôn polaco con thổi chớn á anh thở hồ bị thi cầm chặt bia hay đập bê hồi tớ mấy ắt vô tiếng này nhóm thua polaco ban xong cũng cái ổn polaco chụp là ngón hai mình đang sẵn công bên trên trămแต่មើលអ្នកខុសរឿងហ្នឹងមិនស្ងាត់ទេស្រុកខ្មែរចេញសក្តីបំភ្លឺចប់រឿងសុំទោសតែម្ដងតែនៅថៃចាបងស្រីកុំចោះចាញ់ណាបងស្រីមនុស្សស្រីល្អនៅតែល្អអរគុណអូនតាមពិតឈឹមវិបុលគាត់ធ្វើអញ្ចឹងដោយសារតែពលករទៅប្តឹងគាត់បានគាត់ធ្វើអញ្ចឹងមើលម្នាក់នេះមកណាគេមើលអូនឯងមានដឹងចាឥឡូវនេះពលករបងនេះហេតុអីគាត់នឹងអង្គុយព្យាយាមឆាតមកថ្ងៃនេះឥឡូវនេះមិញនេះពលករបងធ្លាក់លឹមលីសមកនេះឥឡូវបងនិយាយអ្នកនេះវិញបងនិយាយអ្នកដែលគាត់ទៅនេះហ៎នេះពលករបងឯនេះមិញនេះផ្ញើដាក់ឲ្យថាតែឯងផ្ញើដាក់សាក់បានស្គាល់អីវីសា4នាក់ហ្នឹងនឹងផ្ញើសួរគាត់ថារបស់ប៉ិតតែខ្លាយគាត់ថារបស់ថ្ងៃលោកប៉ិតថ្ងៃពេលគាត់ថាទៅធ្វើដល់ដំណាក់កាលទី2ទេគាត់និយាយនៅបុដំណាក់កាលទៀតនឹងស្អីគាត់ដឹងដែរណែបងប្អូននេះភ្ញៀវជាធានេះភ្ញៀវជានេះភ្ញៀវជាធាបាញ់មកនេះឈឹមវិបុលទេតែគេមិញនេះខ្ញុំសួរសិនបើពលករតែប្តឹងអញ្ជើញខ្ញុំធាទៅតែអានេះអត់ទេគឺគាត់ឆាតតែភ្ញៀវបង្ធាឲ្យមកដាក់ពាក្យបណ្ដឹងសូម្បីតែភ្ញៀវបង្ធាធ្លាក់លឹមលីហើយក៏គាត់អត់ទៅប្តឹងដែរប៊ីអើយប៊ីមិនឲ្យឯងគ្នាឃើញឯងមិនសប្បាយចិត្តគ្នាមិនហ៊ានឆាតសួររំខានចាំប៊ីឯងស្ងប់បន្តិចអត់អីទេអំណប់ចិត្តចាមនុស្សមនុស្សចំណែនគេវាចាំតែចំណែនគេនឹងបងចាអូននេះឥឡូវអ្នកដែលអង្គុយថាមកពីពលករតែប្តឹងបានគាត់នេះឥឡូវខ្ញុំសួរវិញនេះតែឆាតតែពលករខ្ញុំនេះមិញនេះ
នេះឆាតញាក់មិញហ្នឹងហ្មងនេះតេតពលកខ្ញុំនេះ2 ដងថ្ងៃហ្នឹង2 ដងណា2 ដងថ្ងៃហ្នឹង2 ដងណា2នេះចឹងអត់អីពួកឯងខ្ញុំឡើងជាប់រវល់ទៅប្តីខ្ញុំក៏អត់នេះអត់យកអាទូរស័ព្ទវេលុយទៅតាមដាក់លុយសុទ្ធតែទូរស័ព្ទមកនេះទៅឲ្យកូនលេងនៅផ្ទះហើយអត់អីខ្ញុំពងឡាយបងអត់អីពងឡាយហើយខ្ញុំសួរអ្នកខមមិនខ្ញុំសួរអ្នកខមមិនថាដោយសារពលករតែប្តឹងពលករខ្ញុំខ្ញុំប្រាប់ដូចអាអូនស្អីគេអាអូននេះចឹងអូនរត់ហ្នឹងក៏ប្រាប់ថាអត់អីទេរងចាំប៉ុន្តែផុសរូបខ្ញុំហើយខ្ញុំប្រាប់ថាឲ្យជួយលុបគាត់ថាអូខេតែកូនចៅឆំវិបុលចូលទៅឡាយគេថាកុំលុបបើលុបបងឯងចាញ់វីហើយចាកុំជេរខ្ញុំបើខ្ញុំមិនស្គាល់បងវិបុលទេខ្ញុំមិនបានជេរគាត់ខ្ញុំនិយាយតាមទៅខ្ញុំជេរគាត់កន្លែងណាខ្ញុំជេរណៃពាក្យណាជេរណៃអូនឯងជួយប្រាប់ទីមើលអូវិសាខ្ញុំបញ្យល់ប៉ុណ្ណឹងអូនឯងជេរអាហ្នឹងជេរអូនណាជេរតែជេរអូមាននេះអានេះខ្ញុំអត់មានជេរទេអូនចាអានេះគឺពាក្យបញ្យល់នេះឆំវិបុលឆាតទៅភ្នែកខ្ញុំមិញនេះឆំវិបុលបាញ់ទាំងរូបនេះរូបគាត់ចង់ប្រាប់ភ្នែកខ្ញុំថារូបហ្នឹងវាច្រើនឆ្នាំអីចឹងណាឆំវិបុលចារូបប្រហែលឆ្នាំក៏ដោយក៏បុគ្គលអ្នកឯងស្គាល់គ្នាមកខ្ញុំណែតែចាំណាអ្នកឯងស្គាល់ខ្ញុំបានតែត្រឹមនេះទេមនុស្សមិនចេះមិននឹងចេញមកចំណែនគេទាំងរួចចានេះឥឡូវឆាតទៅភ្នៀងខ្ញុំដល់ថ្នាក់គាត់និយាយបងកុំបញ្ចេញឈ្មោះខ្ញុំមកខ្លាចគាត់ទៅបិទប៉ាសពតខ្ញុំបងឲ្យអូនឯងស្ដាប់នេះនេះចែងកុំបញ្ចេញឈ្មោះខ្ញុំកុំបញ្ចេញនេះខ្ញុំគាត់ទៅបិទប៉ាសពតខ្ញុំបងអូនលឺហ៎បងអូនលឺអត់ហើយអានេះគឺគាត់លុបចេញបាត់លុបចេញកន្លែងហ្នឹងគឺគាត់និយាយថាគេឲ្យខ្ញុំ1000 2000ឲ្យទៅដាក់ពាក្យបណ្ដឹងហើយខ្ញុំថាឯងកាត់អីបានលុបណានេះខ្ញុំពងភ័យដែរព្រោះដល់ពេលចឹងគាត់ថាពេលឆំវិបុលនិយាយចឹងហើយគឺគេផុសពេលហ្នឹងគាត់ក៏ភ័យដែរខ្ញុំក៏និយាយនេះលឹមនេះអូនឯងធ្លាក់មកហើយអូនឯងកុំទៅជឿជាក់តាមអាធ្លាប់ហ្នឹងនេះខ្ញុំនិយាយចឹងបណ្ដោយណានេះខ្ញុំនិយាយមិញនេះគេសើក៏តែឲ្យលេង1000 2000ឡើងចាំបាត់លុបទៅអីឯងខ្លាចវាទៅអីខ្ញុំសួរថាឯងខ្លាចវាទៅអីឯងលុបទៅអីឲ្យលេង1000 2000ហ្នឹងចាំតែមើលភាពបន្តតើអ្នកណាខុសអ្នកណាត្រូវរាល់ថ្ងៃមានបងប្អូនពលករឆាតមកច្រើនមានខុសមានត្រូវមានគ្រប់គ្រងមានមិនគ្រប់គ្រងតែចាំមើលភាពខ្មែរយើងដល់ទីណាខ្មែរដូចគ្នាពាក្យនេះខ្ញុំសរសេរខ្លីចាខ្ញុំមិនរៀបថយតែបើបងមិនខុសក៏មិនរៀបថយដូចគ្នាអីគេអូនមើលគេចំណែនបងហើយព្រោះបងធ្វើបានល្អចានេះណាខ្ញុំចង់ផ្ដាំទៅឆំវិបុលតិចបងឆំវិបុលឥឡូវចាំបន្តិចខ្ញុំខលទៅភ្នែកខ្ញុំម្នាក់ដែលគាត់ខលមកខ្ញុំថ្ងៃមិញទៀតព្រោះអីខ្ញុំមិញហ្នឹងខ្ញុំអាត់ឃ្លីបគាត់ទៅខ្ញុំអត់បានថតសលេងទៅវាអត់នេះចាំខ្ញុំខលទៅគាត់អានេះខ្ញុំខលទៅគាត់ដាក់ខ្ញុំព្រៀងតុកណាព្រោះខ្ញុំគាត់ខលមកខ្ញុំអត់បាននេះខ្ញុំអត់បានគាត់ខលមកឲ្យកម្លាំងចិត្តខ្ញុំតែគាត់បិទអនឡាញមកឲ្យគេបានហើយមើលទៅហៅឡូអូនចាអូនឯងទេមកងាយមិនឲ្យកម្លាំងចិត្តបងហ្នឹងបងឥឡូវទៅញ៉ាំអីនៅកន្លែងនេះហ៎បងចង់និយាយថាម្សិលផឹកថ្ងៃមិញហ្នឹងឆំវិបុលហ្នឹងគេទេតែឯងមែនមែនទេយូរខ្លាំងណាស់បងយូរគ្រាន់តែទេតែយកយូរហើយយកតែឯងថាមិនខ្លះតាំងពីខ្ញុំទៅចង់ជាមួយបងអេនថ្មីហើយតែពេលគេទេតែឯងគេថាមិនខ្លះដំបងខ្ញុំដែរស្គាល់អ្នកធ្វើណាពួកខ្មែរយើងណាចាតែយូរថ្លៃពេលនេះខ្ញុំចាលឿនមើលដល់ពេលនេះខ្ញុំចាអេតយកអ្នកធ្វើប៉ាសពតអញ្ចឹងណាខ្ញុំក៏អេតយកដល់ពេលនេះខ្ញុំអេតយកសឹងដល់10នាក់ហ្នឹងចាខ្ញុំក៏ទៅសួរគេដល់គេក៏មិនតបបានអេតដល់ខ្ញុំក៏លេងដល់នេះឡើងទៅជួបបងឯងចាឯងទៅ
ខ្ញុំគេអេតយកបងឯងចេញឃើញបើធូរវិញចុចយកបងឯងចឹងណា ចាចា ខ្ញុំក៏បានពីចិត្តបងឯងទៅដាក់បងបងឯងទៅពេលនេះពីចុចទៅវិញនៅឡើងខ្ញុំដាក់ទៅបានជិត1ខែហ្នឹងទៅចុចទៅវិញចុចទៅវិញដល់គេថាដំបងនឹងប្រងញ៉ៃតែខ្ញុំមិនស្គាល់ទេ ចា មិនប្រងញ៉ៃដែរគេថាអូនឯងចង់ធ្វើប៉ាសពតអីចឹងខ្ញុំថាអូខ្ញុំដំបងខ្ញុំរកអ្នកធ្វើខ្ញុំក៏រែងរាប់តាមពីបាត់ខ្ញុំចេះទៅទៅចា តែពីនេះក៏គេថាអូនឯងផ្ញើរបស់មកแล้วអូនឯងទៅនិយាយដូចបងផងចឹងខ្ញុំបានជួយជាមួយបងធាខ្ញុំបានចឹង ចា ជាមួយបងធាណាធាមួយណាធាមួយលក់អនឡាញគេថាហ្នឹងថា ចា ក៏បើក្រុមហ៊ុននោះអីដឹងតែណាតែខ្ញុំមើលចាត់ចេញលក់ពួកអេគ្រឿងនេះមកកាយមកអីខ្ញុំថាដឹង ចា មកសោអីណាអូដល់ហើយធាមួយហ្នឹងឯងគេថាដឹង ហ្នឹងហើយ ជាមុនឯងចូលដល់ណាយើងមិនដឹងហើយណាគេគេដាក់ចូលដល់តែឡងបានថា4 10ថ្ងៃមើលស្រីចុចមក ចុចមកថាម៉េច ចុចមកថាអូនហើយណែអូនឯងបានទាក់ទងមកធ្វើប៉ាសពតជាមួយក្រុមហ៊ុនបងឯងខ្ញុំក៏ខ្ញុំមិនដឹងតែថ្ងៃមុនខ្ញុំឃើញបងប្អូនជួយមកនិយាយកាប់ទៅហើយខ្ញុំបានឃើញខ្លួនទៅគេតែនិយាយវាថារបៀបថាខ្ញុំក៏មិនសល់ទេខ្ញុំក៏មិនដែលទុកចិត្តចាំដែរខ្ញុំធ្វើជាមួយបងឯងនិយាយ យ៉ាងនិយាយថាអាដបងដែលគេប្រាប់ហ្នឹងគេថាគេឲ្យអូនឯងទៅដាក់ពាក្យប្តឹងទៅអីជាមួយហ្នឹងណាអាមិនដែលឯងនិយាយហ្នឹងណាមិនដែរគេនិយាយឲ្យអូនឯងដាក់ពាក្យប្តឹងដែរទេ អត់ទេគេគាត់នឹងប្រុសនិយាយជាមួយខ្ញុំតែម្ដងដែរតែពេលមើលស្រីមកទៀតថាអូនឯងធ្វើជាមួយអ្នកណាឯងប្រយ័ត្នណាយើងមិនស្គាល់គេយើងមិនស្គាល់ក្រុមហ៊ុននឹងមិនគេមិនស្រីគេនិយាយអញ្ចឹងថាអូនឯងប្រយ័ត្នណាអូនឯងបានបងវាគេនៅស្រីអញ្ចឹងណាខ្ញុំថាខ្ញុំបងឲ្យបងគាត់ទៀតមិនដល់ទៀតអីពាក្យកណ្ដាលហើយខ្ញុំថាបងឲ្យទៅ20000ណាខ្ញុំធ្វើពីអ្នកប្តីខ្ញុំថា ចា តែអូនឯងប្រយ័ត្នគេបោកគេថាអញ្ចឹងស្រីនិយាយ ចា បោកណាអូនឯងទុកចិត្តគេខ្ញុំក៏เลยថាខ្ញុំធ្វើជាមួយបងឯងតែបងឯងខ្ញុំអូនលុយឲ្យដែរតា ចា ខ្ញុំថាហ្នឹងបងឯងខ្ញុំអូនលុយឲ្យដែរតាតែខ្ញុំក៏អូនខ្ញុំទុកចិត្តគាត់ខ្ញុំអូនឲ្យគាត់ទៅខ្ញុំថាអីបើថាខ្មែរបងខ្មែរខ្ញុំដឹងនិយាយថាម៉េចខ្ញុំដែរ ហ្នឹង ខ្ញុំវិញនិយាយហ្នឹងទៅថាអូនឯងប្រយ័ត្នណាប្រយ័ត្នគេនិយាយសំហ្នឹងទៅអូនឯងប្រយ័ត្នណាគេក៏បាត់តែមើលស្រីតាំងពីនោះមកមិនដែលចុចរយូរទៀតតិច អូនឯងបងបិទពីអូនឯងទៅបងចូលញ៉ាំបាយហើយបងពងញ៉ាំបាយអាអូនមួយទៀតធ្លាក់លឹមលីមក4នាក់ហ្នឹងអាអូននៅឆាត់យសៅអូនឆាតមកបងអើយឆាតមកខ្ញុំខ្លាចណាស់ខ្ញុំថាអីគេអូននេះម្នាក់នេះដែលមានដែលឃើញផុសចាឯងហ្នឹងឆាតមកខ្ញុំបាញ់ប៉ាស់បាញ់រូបបាញ់ Facebook វាមកឲ្យបងបដៅណៃមើលនេះបាញ់មកឲ្យបងចេះបដៅណៃមើលនេះសាហាវបដៅហើយវាទៅប្រាប់ភ្ញៀវបងធ្លាក់លឹមលីហ្នឹងវាឲ្យភ្ញៀវបងទៅដាក់ពាក្យបណ្ដឹងទៀតណៃមើលឲ្យទេតែភ្ញៀវបងនិយាយប្រហែល20នាទីជាងនេះភ្ញៀវបងបាញ់មកឲ្យនេះអត់ណៃមើលហើយគាត់ថាគាត់អត់ទៅប្តឹងទេព្រោះអីភ្ញៀវលឹមលីធ្លាក់មកហើយថាឲ្យមកដាក់ពាក្យបណ្ដឹងមកគឺចាំគាត់ឲ្យថ្លៃឡាន 2000 ចំហើយភ្ញៀវធ្លាក់លឹមលីហើយក៏ឲ្យតែប្តឹងមិនចឹងខ្ញុំក៏មិនដឹងដែរណាបងតែបើថាបងឯងកុំបង្ហោះមុខគេណាខ្ញុំអត់បានចាប់អារម្មណ៍ទេខ្ញុំមើលតែបងឯង live និយាយរឿងនោះរឿងនេះរឿងតែងម៉ូអីចឹងណាហ្នឹងហើយខ្ញុំបានតែចាប់អារម្មណ៍ណារឿងចឹងខ្ញុំថាធ្វើខ្ញុំអូនហើយលេងសុកវាចេញคลิปមកមុខសញ្ញាជនឆោបបោកពលករអូយនិយាយពីថាដាក់មកមកនេះបដ ாய் ហើយឥឡូវសំខាន់នេះអ្នកណាខមមិនបងចឹងណាអ្នកណាខមមិនបងគឺវាតាមឆាតតែគេទាំងអស់ហើយវាឲ្យលុយគេធ្វើដំណើរមកប្តឹងបងអីភ្ញៀវគេអត់ប្តឹងផងវាទៅជាញុះញង់ឲ្យភ្ញៀវបងប្តឹងបងខ្ញុំថាខ្ញុំទៅឃើញមកឯង live អាពុកអត់ទៅនោះថាអូបានខ្ញុំមើលបងឯងរឿងហើយតែខ្ញុំដែរបានសនใจអារឿងផ្សេងថាខ្មែរយើងមកកាច់គុំគ្នាខ្មែរដូចគ្នាសោះហ្នឹងហើយល្ងាចមែនឯងនិយាយដល់ពេលឯងគ្នាចាប់អីគ្នាខ្ញុំឃើញតែតែពេលមកឃើញ
thì bay của họ thì cần dây thì thạo ấy bọn em cho bọc cho em đến chân một cái nếp phải Ồ, anh chăng vậy ta, bà hai là cha tình anh lại muốn đó ngay. đây này nhưng mà phải đây đó Đợi tha dân, còn ai đi tha flick một cái đã đạp về khơi một thọ tao đi bà hai chứ ấy. Đạp về bà nực khơi nghỉ mấy này tê phải bà đạp về đang kho mà ai đó ngay. Giờ lời. Hai anh cây lỗ đi hả, bao đồng khan ai ông ơi, bộ ấy đã khơi. Dạ ổn. Con ai là ai cầm láng chặt chai nữa nè, con mình tên vậy. Su su và cái bôi nhom thay nhom trên nè tao mua nhom trong thời mua bằng em cho bay du cái nhom mình thà này nhá nhìn cha nhưng tục chặt cái này đó còn Dạ ổn. nên thà ni họ mua họ tao Thở rồi. Vâng ai mới thôi mà nó là cái đặc biệt bản đăng này nó cái thời đó sai nó lấy on lên kiên cô polaco dân cha ta cái đặc biệt bản đăng hay bạc ca vào đấy bạc ca để na đã chơi chỉ mua sợi côn thia thời ca bọc ra chắc là nhom xong bạc ca vậy này na là thưa một trăm bị bol cái là mà thưa không bị bol bọc ra thì bạc ca ba nào nhom thưa phơi nó đây mà nhưng mà bắp này tranh đây mà cho mới nè bao cái này ai bạc cọt ý mình nơi cái chui polaco ban phải bạc cọt lên coi thôi chẳng ở này mở chăm từ ngày tụi nhom tối chăm mình lại á nhưng gây ok online chụp chút nè nãy giờ chưa này bao này chắc bạn nó nè phải bài online chả cho nó bạn chả anh ấy ông nó nhầm ai đáp bảo ôn đáp 2 giờ ôn niệm hiện giờ cho mỗi trăm tỷ xong ôn mới tiết đại tê đã ôn mà nhân vậy cả là mau đang ôn vậy bị ấy nhưng mà đang ôn đang hiện lương tôi sắp nhầm ở đây nè con nói là bạn sao vâng ôn nó hiện lương em mà đang ôn tham gia cái phong mơ gì chế hiện lương mà chả mới nhưng mà đáp á nè đáp ôn thà khai kê balik khai kê សិតទៅខ្ញុំតែខ្លាច nèគាត់អត់មានសិទ្ធអីមិន passport អញទេអញកុំទៅអង្គុយដល់ថ្នាក់ហ្នឹងគាត់មានអំណាចទេតែមិន passport អញអូនគាត់មិនមែនទៅផ្នែកតមកតអីណាអូនអញមានតែអីខុសច្បាប់ចុះថៃគេតែមិន passport អញ ហើយពេលហ្នឹងខ្ញុំពុំភ័យដែរព្រោះឃើញទៅខ្ញុំភ័យឃើញcái phone ទៅហ្នឹងហើយគាត់មក passport នេះណាគ្នាខ្លាចគេបិទក្បាល passport នៅមានទៀតមានជាច្រើនទៀតមានជាច្រើនទៀតដែលមីអូនម្នាក់នេះមើលអូនម្នាក់នេះមីអូនម្នាក់នេះមីអូនម្នាក់នេះក៏ឆាតតែគ្នាដែរណាក៏ឆាតតែគ្នាដែរ anh cho tập tham tu tao trời ơi bằng chân thế vì một cút ngoan nâng vì bọc bộ là có tràn á มันนี่พี่ยังเผียวยังมันเนี่ยนี่นะ anh đi nhầm xong tu na bông thia để nhầm xua trả riêng cái thai cái bắt đầu một ai tao tập tham tu luôn nhầm mày nhầm mà mọi ơi nhầm bắt đầu sự một ai đây luôn nè nhầm chưa thả một ai lần bọc bộ là có đôi cái thà tế để bong các em cho tôi mua nhầm thọt và thuê thì mua bằng anh ta chọn luôn đây rồi làm rồi nè chiêng nữa នេះអានេះខ្ញុំនិយាយការប៉ັດភ្ញៀវខ្ញុំសុតបដ ாய் ញ៉ាំមិននេះណាបងឃើញភ្ញៀវបងចេញមកសោះហ្នឹងបងឃើញតែកូនចៅវាហ្នឹងបងមិនដឹងភ្ញៀវបងមកអាម៉េចហ្នឹងអញយល់ទេស្អែកនេះខ្ញុំនឹងស្រង់ពីមតិពលករដែលស្គាល់ខ្ញុំជា brand បងនឹងលាក់ការងារសម្ងាត់សម្រាប់បុគ្គលដល់ព័ត៌មានហេតុផលច្បាស់លាស់មានសារសម្លេងសាលីបផ្ញើលុយរឿងនេះក៏មិនយូរដែរទៅតែផ្ទុះអូខេអូនដឹងទៅស្ថានទូតអីអូនដឹងទៅបងវាមានអារម្មណ៍ឆ្ងល់ថាហេតុអីបានមកត្រូវអង្គុយប្រកាសរកភ្ញៀវខ្ញុំថ្ងៃទី5ទៅជួបព្រះនៅស្ថានទូតហើយនេះឯងហ្នឹងមិនដែរខាងទទួលខុសត្រូវក្រសួងទទួលខុសត្រូវហ៎ដែលហេតុពេកហ្មង Hello ណូអូនមាន4 5នាក់អូបងក្នុងក្រុមហ្នឹងតែនិយាយគ្នាពិតប្រកបមាន3 4នាក់ម្នាក់ប្រុសនោះគេទាញចូលក្រុមណា
chạy ấy để chơi để bọn anh chơi để chơi nhá chạy năng ai nhẹ nom phơn มีแต่ใช้เนี่ยมีแต่ใช้เนี่ยนอนเพลิง ấy để tha thơ passport cho mũi bọn anh để tha passport copy năm ấy con ấy đặt ở dụ đặt ấy thằng trai nó có biên đại nông không có rong pen nông o kinh giấy như nó mau mấy ngày 4 ngày á bông thầy đàn mà nè chụpภาพ nắng quạt áo nhom nắng tăng đăngทานตู้จะนั่งประธานตู้ตั้งใจนั่งแม่บอกปลาเห็นทางนี่การแต่บองโอนจะโดนมวยย้อมก็จะเฟิร์สกดนี่ก็บองกดบ้านจ้ากดบ้านก็ทำสโปกไหลใกล้นี่นะปัสโปกไหลใกล้ไม่กดไอ้จะรู้จับไอ้กดทานได้เพียงยอมมากกดทากดเตากรมอะไรเนี่ยมวยจะเทียบบององก็เธอบานปัดเวียเจ้าทาพาสปอร์ตแต่เพียงยอมบานนั่นคือพาสปอร์ตคลายคลายติดยอมแผลบองปอนนะยอมแผลบองใช่ยังไงนั่งชาวบิดบอลแล้วแกสหายกันเนี่ยแกซีกันเนี่ยเนี่ยมันเนี่ยนั่งไอ้มันเนี่ยนั่งเธอหมวยยอมนั่งยอมบานมวยยูเนี่ยองค์มงบางจะลำใส่กระดาษวิสามันแนมมาตอนไหลเอาเย่ดับไปถอยมาแต่ตั้งบางทีพาสปอร์ตก็โอนบ้านเกกับเรียมเอิญเกหัวพอกบ้างบางท่านแบบพอกบ้างดังบอดี้ฮาเกนั่งนี่บอกกับเรื่องบ้านนี่ไงกูไอ้เกทาเกหัวพอกบ้างไปนั่งโดยเขียมปรับบ้องจังเบอร์สันจีบ้องตรำไตรเขียมกอมตรดาวตีบรรจับโอ้เด็กยังใหญ่ยังเอาได้เมื่อตามนั่งแต่อนจ้าnhomอดเถกาไอ้นี่เต้เอาเนี่ยเถกาแต่เพียบสะอาดสะอ้อมบ่nhomมาเว้นเต้บ่nhomมันตรำบ่nhom không mình xua kêu quên ngay chắc bon cái thằng quên chạy anh từ ấy son lo nó đăng cái ấy nó เนี่ยมาซ้อนมันยังบ่าวๆnhomเนี่ย เนี่ยดับบอกไอ้บ้านย่อยยงtrong nông lai nó nhom vô พาสปอร์ตnhom ไอ้สำนักงานประกันสังคม เจ้าเพียงnhomถ้าพาสปอร์ตนะบัดบ้านกับพาสปอร์ตคล้ายๆเพียงถ้ากดเติมสำนักงานประกันสังคมมั้ยกดตะบักลอยโกนมาบานติดเนี่ยnhom vậy à ngay bọn ai ngay bọn ai nó tay chân khai Việt Nam mà cái đó này khai thế mình ta ra mình hồi chân và khôi on vô lại thì mình cả đói cái ao dân khôi chua on vô anh nhung tha nó là tranh khai ấy bữa nhung vô tận ba luôn xong ấy sầm nát ngang tăng của cúng nhung ba xong là khai đàn kem trong con ai mọi rồi rồi khai rồi nhung ba mình sao năng ta bằng sập ngay rồi sao năng ấy គ្នាเนี่ยអត់បងប្អូនមកខែ800បានមកខែ70-30រៀលគ្នាបានអានឹងចំជីវភាពគ្រួសារហើយគាត់ថាបើប៉ាសពតហ្នឹងคล้ายលេខខ្ញុំអូយអូនឆាតចូលផឹកមកបត់បានគាត់ទេបើគេថាថ្ងៃច័ន្ទហ្នឹងគេចាប់បងឯងទៅស្ថានទូតទៅខ្ញុំពីអ្នកប្តីប្រពន្ធចាហូបបាយពងឲ្យឆ្ងាញ់ផងលេងឆ្ងាញ់បាត់បង nè cái bậc ca cái tao vậy cái nó có cái thằng ngày chanh nè là ngày ngày cái ngày kia này bột ngày kia và sao mà những cái thằng kia đừng chập bon tao cho than tốt chập á như ở đây đập đâu ở tối nè cái thằng ngày chanh nó cái chập bọn anh tao than tốt tới nhung bị nè đây một phone cho hộp bài cùng ngày ngànhของlên ngành bắt bon cái gì ngày chanh còn được tham nhưng mà ông nói về liêm chập được tham tốt này chưa đấy ra vì mà chập bong man rồi chập bằng mấy tao này ông chập là việc mấy ông xưa này mà em nhân để ca em mà chập bong ca để bong tập kho ấy cái bong tập tô ấy cái ơi ông này trường coi chưa cái đại và việc mà chập bong này xa tại bong chơi bong là co của bong bắt chập để ông vậy man á mình bong á tại mà sân chị bong cái tham một đây tập tu vì thơ si bong cứ bong tay đang ngọt chào gì ạ cứ bong phải chai cái đang ngọt chào mà đừng được bong tại mà tha bong slap rồi xa bong là co bằng sốc chất đặc biệt bong là co không ai bong đại rong cái bong vậy man tại bong mau tập tu nên là vậy để bộ viên bong chai choan bong từ bong đặt khát bong ở choan bong bán thế ông nó nhâm gì không bong à tập đọc về thấy
Để mình ở chân ở bọn anh xua đây bọn anh mơ mau mấy người đại kê khơi kê tầng nước tìm tóc tầng phê tầng nên tầng này tầng lúc nhung cái tê tầng xua ở đây bọn anh thà ôi nên bạch phây tê bong sông phê và hai kia mà hai chiên tia thà dân chúng phi khai cho ôn tại dân lươn bay ở tên lên thu chân tích mà quay hụt bài thì nhận đây một con mơ tâm bạn bảo là con thằng mọi người à nó ôn lưu rồi nhận vậy có hỏi nên nè rồi phê thấy để mình ở chân ở bọn anh xua ở đây bọn anh xì sau hơi nợ bồ anh ấy bà sinh chị nhung á nhận na cái phơi cho nhưng anh hộp nâng tàu cái xa cái rong lương con trực xa cái tàu cái bàn cái nghiên kinh dân đằng xa cái không bây giờ trong ban trong miền đông bộ ấy ở cái không tàu nên quy chuan cái chân tế đây nhóm còn đập mai ban khăn là họ anh này ra bằng anh trôn dây nông lại thì tộc như nữa mình bằng anh chị nghiệp đẹp bia tha đại ổn anh nênจะเปียบงใบบอลแถมเตี้ยต่อเป็นจังตั้งไปย้อมก็โปหกใบก็หลับบานสักครั้งก็ทาจะเปียงอยเกยเฮ้ยต้องดังเกยเตี้ย anh nè để bong thơ bị xả mua du bị nhâm ai nó cứ bong ai nó chụp tiệm 4,000 tiền này để kia nó dương đặt lại tới cứ giờ ai kia chụp pẹ ổn การบอกไอ้โจสหัวกอดมาลงคือท็อปเพิ่งไอ้บอกไอ้ลงตากอดนั่นน่ะถ้าเอาจำมาอยากไปมาแข่งหรือมาแข่เจียวให้รับรองจำนั่นน่ะบางทีอ่ะให้กอดทาเอ้ยจ้าจะไอ้เมียนไอ้สลิปโอนลอยออดจะไอ้เมียนกบาปาสปอร์ตจ้าออดยำทับบงเอ้ยลายบางทีไอ้ยงก็ดันชิโลดบัตนาเต้กะทาเอายำนั่งเตอร์สันตันเนียเกียเตอร์เตอร์สมไอ้ติดมินปีตันเนียเกีย anh ấy ha bong ổn cha tập nhiều nhóm mà nhiều nhóm đó thế nào cả họ tha quạt bắt like bằng thi ở hai việc tha ai tao statement tao xong bị tình yêu kia xua trong bị bol tích xua trong bị bol tích trong bị bol ca nghe này cứ chỉ ca nghe ấy kể ca nghe này cứ chỉ ca nghe đây lục anh chẳng nan cái đây cả hai khơi khiêm rọc ban lục anh cứ trong sờ vá nè lục anh đây nè lục anh trong choan ở khiêm đo bạt đầy nè lục trong bị bol riêng đi vì mình mới chỉ riêng thọ bao tê cứ chỉ riêng đại lâu cảnh này khiêm do lấy giờ mình nói là chăng bong bà sinh chỉ miên nè này vậy đôi bong sấy khi nông chat vật chia là hai mình nói lộp lon bong đợt này mới đáp hiệp bong mà nè tia đó để cọt đi nè hiệp bong á bảo việc đăng tập hiệp bong nông lan thông thơ sao mà pay nè về cha tơ tạch ai đăng ở hiệp bong nó làm pang á mê sầm nóng thông mong thơ ọc pi sai chiềng việcพอ ปนังá còn số taจริงไหมครับยำตาบ้องกับเชื่อแกนะมาเนี่ยได้แค่กระทั่งงัดไอ้ก็เชื่อเต้ปีสายเชียงช่างbị bol ยำปรับลูกไอ้นะบางคนมาดับสำเร็จพี่ยิงยำมาเนี่ยได้กดชาติมาเอากำลังจัดยำกดเฟอร์เหมือนยำมาเป็นอะไรเนี่ยฮอตจังบางคนดับไปกี่วัดเลี้ยกันแหละกันนะท่ามีอารมณ์ทำมาเยอะเป็นฮอตระเบียบแม่บางคนมีอารมณ์ท่าanh ơi anh nữa anh ơi anh ចាចាំពេលក្បាល passport ធ្លាក់មកចាអញចាំថតញ៉ាយ ok ôn làm lành ok bạn ôn à con ônนี่นะบองโอนเอาคืนนี้โอ้บองดาราเราก็พยายามมาได้บองเอ้ยcầm chưaบองสำลังจัดมาจากที่บัดดำกอเลือดบองบองโอนคือเกตขี้ยิ้มบองได้ซาแต่พอบ่ยาวได้ซาแต่จะนายโอนโหสี่เมียนบางเชียงเกนะบองเกตดักโอนมุกสัญญาจนชอบเบาก็ได้ใบมือแล้วโอนกับปงตะลายเพชรบองเลยเขานี่โอนหนดบานนี่ไหวมือสมเอาคนบองหนดมีการบารมโอนบองนะยำแผลป่ะยำไอ้เอาโอนดับสเลยมันเนี่ยติ๊กจ้าจะโอนจ้าบังดังไอ้ปะเมียโอนนี่น่ายำรอชั่วโมงนี่นะโอนเนี่ยcái lายchế nhầm tăng crop á tăng crop cái phim bánh ở nhómเนี่ยcái dục lang cái tê cái lายtam tiktok anh ấy crom bao nhiêu bị bol á
ក្រុមរបស់ខ្ញុំវិបុលតែជេបងគ្រប់យ៉ាងទាំងអស់ហ្មងណា ខ្ញុំលើវានិយាយមិញក្នុង live វាថាវាចាំយកចែកនិយាយរឿងធ្វើប៉ូស្ពឺវីសាអីហ្នឹងណាវាថាចាំផ្ញើឲ្យឋានទូតមើលអស់ចាមែនលោកព្រះតែថាខ្ញុំនិយាយញុះញង់អីទេតែស្ដាប់ទៅវាអត់សមបដ ாய் មករបរដូចគ្នាយើងចាំធ្វើបាបវាចឹងទៅអីចាំពីមានប៉ុនហើយថ្ងៃហ្នឹងវាហែកજાયថ្ងៃក្រោយគេយើងទៅឱកាសឲ្យវាយើងទុកមុខទុកមាត់ ខ្ញុំមើលភ្ញៀវខ្ញុំដែលបងស្បែករាប់មកបងប្អូនគាត់នេះមកខ្ញុំខ្ញុំនៅថ្ងៃហ្នឹងដែរខ្ញុំស្គាល់ពលករច្រើនពួកគាត់ស្គាល់ខ្ញុំคลิปដែលវីដេអូកូនចៅគាត់ចេញនីមួយដាក់លេខទូរស័ព្ទក្នុងហ្នឹងអត់មានពីណាខលមកខ្ញុំសោះបងលីណូទីននេះបងលីណូទីនទៅអស់ច្រើនណាហើយជីវិតអើយជីវិតអញហើយអញកម្មពីស្អីទេលោកអើយលោកឲ្យខ្ញុំជួបឲ្យខ្ញុំយល់ជាមួយគាត់នេះខ្ញុំសូមខ្លាចហ្មងខ្ញុំនិយាយមែនឥឡូវសូមសួរលោកខំវិបុលវិញខំវិបុលយកពលករទៅឈរខុសច្បាប់ហ្នឹងខំវិបុលហ៎ត្រឹមត្រូវអត់ឬមួយក៏លោកយកពលករទៅ